មែនមកជាមួយនឹងសេទៅផ្លូវខាងមុខមើលផ្លូវសិនអូនតាមពួកយាយជាប់ទៅចាប់ផងអ្នកទីនឹងមិនមែនជាវិហារសាសិនដែលជាលោកយាយរបស់ខ្ញុំតែមែនទេមនុស្សដែលនៅក្នុងរូបគំនូរមួយផ្ទាំងនេះគឺដូចគ្នាបែបបិនជាមួយនឹងបរិយាខ្ញុំយកសាំសំឡេងមួយនេះប៉ាខ្លាំងណាស់មុខមួយនេះគ្មានអ្វីខុសជាមួយនឹងគ្រូចាប់បិសាចដែលបានឃុំរាប់ពាន់ឆ្នាំនោះទេបិសាចចង់រតនាទានស្លាប់ទេពិតជានាងពិតមែនគ្រូចាប់បិសាចនាងបានឃុំយើងអស់រាប់ពាន់ឆ្នាំនាងគិតតែមើលតែយើងលើកលែងនាងយ៉ាងម៉េចនឹងការទៅលោកម្ចាស់ឈប់សម្រាប់នាងទេបិសាចគ្រូចាប់បិសាចໄວទេខ្ញុំមិនយល់ថាពលលោកកំពុងនិយាយໄວទេស្នាមជីវិតរួមគ្នារបស់គ្រូសាពោះកិច្ចសន្យាជីវិតរួមគ្នារបស់គ្រួសារពោះបើសិនជាភ្ជាប់កិច្ចសន្យាទាំងពីរគឺមានអារម្មណ៍ថារស់ឡើងជាមួយនឹងគ្នាយើងសងសឹកនេះបានយ៉ាងម៉េចមិនបានជាមានស្នាមមួយអញ្ចឹងមិនខ្វះតែត្រូវទៅមជ្ឈបាយរត់គេខ្លួនសិនបៃសាយលោកកំចាំអាសានេះជាគ្រូចាប់បៃសាយដែលចាប់ចិត្តមួយទាំងមូលប្រែខ្លាចតែជាទុនខ្សោយមិនបានការបែបនេះកំសាកខ្លាំងណាស់ខ្លាមធំយើងគឺជាសត្វទេពពាន់ឆ្នាំមិនអញ្ចឹងទេកុំសេកខ្ញុំអីគឺពិតជាកំសាពិតមែនស្រាប់តែច្បាស់ទៅចាប់ពីថ្ងៃនេះទៅជីវិតរបស់នាងគឺជារបស់យើងហើយត្រូវតែធ្វើអ្វីឲ្យប្រយ័ត្នប្រយែងតិចមិនត្រូវរងរបួសបន្តិចនោះទេស្ដាប់យល់ទេបៃសាយម្នាក់នាងហាក់តែបងជាម្ដងចង់សម្លាប់ម្ដងពីខ្ញុំចេញជប់ខ្វះហើយធ្វើតាមកិច្ចសន្តិរកការរត់ទៀនចាប់បានបៃសាយពើអត់ទេលោកប្រាប់ពើចាំពេលនេះខ្ញុំអាចត្រឡប់ទៅវិញបានហើយនេះគូននឹងបងស្រីខ្ញុំនៅរងចាំខ្ញុំទៀតតែមិនបានទេអាចេញបងនៅតែឆ្លានបើចាររកឃើញមជ្ឈបាយបែបនេះបានរំដៅមួយនេះក៏មានភាពស្មោះដែលមិនអាចត្រឡប់មកវិញបានទេគឺជាកន្លែងនៃសេចក្តីស្លាប់បងបានប្រាប់ថាទីនេះមានវិហារមួយដែលអាចជួយលោកយាយរបស់គេបានរំដៅដែលជ្រៅបែបនេះប្រកាសជាមិនអាចរស់បាននោះទេបើសិនជាគេស្លាប់តែក្រោយទ្រព្យសម្បត្តិរបស់គ្រួសារស៊ូគឺជារបស់ពួកយើងហើយនាងគឺនិយាយពីមនុស្សដែលកំពុងតែសាយសប្បាយនៅខាងលើពីអ្នកនោះតាមមែនទេអ្នកប្រាប់ពួកក្បាលប្រាប់ខ្លួនតើលោកកំពុងនិយាយពីអ្វីនេះអ្នកដែលធ្វើបាបនាងនោះគឺជាគុណនឹងរបស់នាងហើយថាម៉េចខ្ញុំប្រាប់លោកក៏មិនអាចទៅរួចទេអាចឈានប្រុសទៅជួយខ្ញុំវិញនឹងបាត់បង់ជីវិតទៅហើយគេមិនអាចធ្វើបាបខ្ញុំទេនាងកំពុងសង្ស័យសត្វទេពពាន់ឆ្នាំខ្ញុំមិនហ៊ានទេយើងមិនអាចភ្ជាប់សន្យាជាមួយនឹងមនុស្សដែលល្ងងបែបនេះបានទេគឺត្រូវតែរំចុះបាយដើម្បីផ្ដាច់កិច្ចសន្យាឲ្យសម្រាប់នាងដោយផ្ទាល់ដៃតែម្ដងលោកម្ចាស់ស្រីក្រម្នាក់នោះរត់បាត់ហើយមនុស្សល្ងងជើងលឿនសំអាងទៅលើកិច្ចសន្យាជីវិតនេះគេមិនអាចគេចពីកណ្ដាប់ដៃរបស់យើងបានទេ
សូមគោរពលោកម្ចាស់ត្រឡប់មកវិញ1000ឆ្នាំដូចជាសុបិនអញ្ចឹងមានការប្រែប្រួលច្រើនណាស់លេខាលាវបានតំណាងឲ្យយើងដឹកនាំគ្រួសារពុទ្ធទៅកាន់ភាពរុងរឿងយើងសប្បាយចិត្តណាស់លោកម្ចាស់សរសើរពេកហើយទោះបីជាលោកត្រូវគេឃុំបែបបន្សល់ទុកសំណាង1000ឆ្នាំរបស់គ្រួសារពុទ្ធទាំងមូលនៅក្រៅសំណាងរបស់លោកគឺមានភាពរុងរឿងប៉ុន្តែឥឡូវយើងមានរឿងសំខាន់មួយដែលត្រូវឲ្យឯងទៅធ្វើនេះគឺស្នាមភ្ជាប់សន្យាលោកម្ចាស់អ្នកដែលភ្ជាប់សន្យាជាមួយនឹងលោកគឺជានរណាដែលទៅលោកម្ចាស់មនុស្សលោកដែលល្ងងម្នាក់គឺស៊ូម៉ែម៉ែនេះឯងរំជប់បាយទៅស្រ័យវាទៅគឺប្រម៉ែប្រមូលមនុស្សទៅការពារសុវត្ថិភាពរបស់នាងផងកុំឲ្យនាងមានគ្រោះថ្នាក់បាទលោកម្ចាស់លោកទៅត្រូវបានដោះលែងគឺត្រឡប់ទៅភ្នំដូនតាហើយត្រាំទឹកជ្រោះដើម្បីឲ្យទទួលបានថាមពលវិញឥឡូវនេះគ្រួសារសុខទាំងមូលគឺជារបស់ពួកយើងហើយអ្នកណាហ្នឹងអាចិនគឺអូនត្រឡប់មកវិញហើយគេបាយជាមិនបានស្លាប់ទេម៉ែអូនត្រឡប់មកវិញគឺពិតជាល្អណាស់បើគេចាប់បានរឿងរបស់ខ្ញុំជាមួយនឹងម៉ងស៊ីគេចាប់ហើយបើមិនអញ្ចឹងទេធ្វើតែម្ដងទៅល្អដែរទេតែហើយអូនមិនឯនោះទេបងក៏មិនបារម្ភពីអូនអីប្រកាសជាត្រូវបារម្ភហើយមិនស្អាតម្នាក់នាងមិនបានជាមកតាមចេញមិនបានជាលោកមកទីនេះអ្នកណាហ្នឹងកូនអីលោកមានឈ្មោះអីទេតកូលប៉ាគឺជាលោកប្រុសប៉ៃលើលោកនាងមិនបានជាមានមនុស្សប្រុសមានមន្តស្នេហ៍បែបនេះចេញហេធ្វើស្អីហ្នឹងបងជាដូនមួយនេះមិនអាចជាប្រុសខ្មែរដែលបងបានចិញ្ចឹមក្រៅខ្នងរបស់បងខ្លាចតែមែនទេមិនអាចទៅរត់ទេខ្ញុំមិនចិត្តស្និទ្ធជាមួយនឹងគេទេលោកប្រុសពោះក្បាល9លោកត្រឡប់ទៅវិញទេទឹកចិត្តចាស់ខ្ញុំមិនអាចយល់រឿងដែលលោកគឺជាបិសាចនិយាយចេញមកនោះទេបិសាចយើងជាសត្វទេប៉ុនឆ្នាំណាចុះទៅតាមយើងទៅខ្ញុំមិនទៅតាមលោកទេឥឡូវនេះនាងនៅទីនេះគឺចង់ឲ្យពួកគេធ្វើឲ្យនាងស្លាប់ម្ដងទៀតមែនទេលោកនិយាយថាខ្ញុំចង់ធ្វើបាបខ្ញុំទៀតហើយគេមិននឹងអាចដឹងថាខ្ញុំចង់ធ្វើបាបគេទៅអាឈិនគឺធ្វើល្អចំពោះខ្ញុំនឹងនិយាយខ្លាំងនេះខ្ញុំមិនជឿថាគាត់ធ្វើបាបខ្ញុំនោះទេពិតមែនទេរំដៅឲ្យឡើងគឺកន្លែងដែលល្អអាចសម្រាប់មនុស្សបាននៅមានអំបញ្ញមិញទៀតបាត់មកទៅកុំនិយាយពេលប្រាច្រើនពេកហេតុអីបានជាសារប្រុសចំនួនរវាងខ្ញុំហើយនឹងម៉ែអញ្ចឹងអូនមើលទៅបងបានទៅរកលើភ្នំទាំងមូលបងបានទៅរកអូនទៅបងមានរបួសទាំងនេះក្លិនស្អុយរលួយក្លិនដែលពោពេញទៅដោយភាពកុហកពិតជាស្អុយរលួយមែនខ្ញុំនិយាយកុហកអីទៅឯងកុំនិយាយពេលប្រាស់នៅទីនេះច្រើនពេកម៉ែអូនស្ដាប់ទៅគេជាជនបោកប្រាស់ទេអារម្មណ៍ដឹងរបស់យើងនិងមនុស្សធម្មតាដូចជាយើងមិននឹងអាចដឹងទៅហើយក្លិនស្អុយរលួយដែលឯងកុហកនោះគឺស្អុយខ្លាំងណាស់ទៅតាមខ្ញុំទៅឆាប់ទៅតាមខ្ញុំមិនទៅតាមលោកទេ7ឆ្នាំមុនអាចិនប្រត់តែចង់ជួយខ្ញុំគាត់មិននឹងបាត់បង់ជីវិតទេខ្ញុំប្រកាសជាមិនអាចជឿលើលោកទេល្ខោនសាច់កម្មនៅឆ្នាំនោះពិតជាមានប្រសិទ្ធភាពពិតមែនលោកមិនអាចយកនេះទៅបានទេលោកមិនអាចយកនេះទៅបានទេអាចិនខ្ញុំទៅតាមលោកកុំធ្វើអញ្ចឹងដល់ពួកគេអីមិនចាត់ការពួកគេគឺខ្លាចពួកគេបង្កើតមេនៅខាងក្រៅប៉ុន្តែបើបញ្ញាទៅស្លាប់បែបនេះខ្ញុំមិនប្រកាន់នឹងពួកគេទេខ្ញុំបាននិយាយហើយជីវិតរបស់នាងគឺជារបស់ខ្ញុំលោកចង់ធ្វើអីឈឺខ្លាំងនេះនឹងឈឺគឺមានការចងចាំអតីតទៅណាទៀតតែចាប់អាសាឆ្កាឆ្កួនខ្ញុំគឺសត្វទេ1000ឆ្នាំលោកកង
លោកម្ចាស់វិធីដែលស្រ័យកិច្ចសន្យារកឃើញហើយទៀតនិយាយមកនៅក្នុងប្រច័នពេញវងសំធាតញីជាមួយនឹងធាតឈ្មោលជាមួយមនុស្សដែលភ្ជាប់កិច្ចសន្យាគឺស្រ័យបានហើយគ្រាន់តែអ្នកនាងស៊ូគឺជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះនៅពេលដែលស្រ័យកិច្ចសន្យានោះក៏ត្រូវទទួលការវាយប្រហារបើសិនជារបួសធ្ងន់គឺអាចស្លាប់បានលោកម្ចាស់ស្រាក្រម្នាក់នោះពិតជាស្លាប់បាត់មែននេះគេដើមឡើយជាសត្រូវរបស់យើងស្រាប់ហើយស្លាប់គឺល្អណាស់មិនចាំបាច់យើងចំណាយកម្លាំងទៅធ្វើបាបខ្លួនឯងលោកម្ចាស់កំខឹងអីកំហឹងរបស់លោកម្ចាស់អាចធ្វើប្រទុកបាចារ្យនៅលើលោកនេះមានមនោសញ្ចេតនារុក្ខជាតិដោយសារការលូតលាស់បាសាបាសីគឺដោយការជួបអវ័យមនុស្សស្រីម្នាក់នេះចង់ធ្វើស្អីទៀតហើយកំហឹងរបស់លោកម្ចាស់គឺធ្វើឲ្យកក្រើកវត្ថុគ្រប់យ៉ាងនៅលើលោកនេះលើកលែងតែចំពោះអ្នកនាងស៊ូគឺមានប្រសិទ្ធភាពតិចខ្លាំងណាស់លោកលេខខ្ញុំទេបើមិនអញ្ចឹងខ្ញុំនឹងបង្កើតរបស់ដែលមានតម្លៃក្នុងផ្ទះលោកទាំងអស់បន្តទៀតទៅបេសាច់ពុះចង្រៃចាំវត្តមន្តអស្ចារ្យណាស់មែនទេនាងភ្លេចហើយមែនទេការស្លាប់របស់ខ្ញុំរបៀបខ្លាំងណាស់ចាប់ហើយខ្ញុំភ្លេចថាគេមានក្បាល9តៃលោកប្រាប់ពួកក្បាល9នៃរបស់ខ្ញុំគឺមិននៅរូបរាងដែលលោកបានប្រើប្រាស់វេទមន្តនោះគឺពិតជាសង្ហាខ្លាំងនេះនាងកំពុងនិយាយកុហកលោកម្ចាស់ពួកក្បាល9ខ្ញុំពិតជាខំមែនហើយលោកលេងខ្ញុំផងទេមនុស្សស្រីម្នាក់នេះពិតជាខុសដាច់ជាមួយនឹងនាងកាពិចិត្តមុនពិតមែនលោកប្រាប់ពួកក្បាល9ខ្ញុំគួរធ្វើយ៉ាងម៉េចទៅទើបលោកអាចលើកលែងខ្ញុំឯងនៅថ្ងៃប្រច័នពេញវងសំធាតញីនឹងធាតឈ្មោលជាមួយមនុស្សដែលភ្ជាប់កិច្ចសន្យាគឺស្រ័យបញ្ហាបានហើយមើលទៅមានតែប្រើប្រាស់ជោគបាយចង់ភ្ជាប់ជាមួយមនុស្សស្រីម្នាក់នេះហើយទើបអាចស្រ័យបានមុនស្រ័យកិច្ចសន្យានេះមិនអាចរត់បានទេរៀបការជាមួយខ្ញុំទៅរៀបការត្រូវហើយមិនអាចទៅរួចទេខ្ញុំមានគូដណ្ដឹងហើយគូដណ្ដឹងចង់បានជីវិតនាងរាល់ថ្ងៃលោកនិយាយថាចង់បានជីវិតខ្ញុំរាល់ថ្ងៃអាណាផាទេមុនពេលនាងស្លាប់ដោយល្ងងនោះខ្ញុំប្រកាសជាខំនាងស្លាប់មុនខ្ញុំដឹងហើយលោកនាងប្រកាសជាដើម្បីរៀបការជាមួយខ្ញុំតែលោកនិយាយពាក្យអាក្រក់ពាក្យអចិន្ត្ររហ័នត្រូវដែរទេនាងគ្មានសិទ្ធិជ្រើសរើសទេអេតាស៊ីវិលនេះគេខ្លាំងខ្លាំងមែនទេខ្ញុំពិតជាទៅយកមែនហើយមិនមកជាខ្ញុំមិនចាំទេមិនត្រូវទេប្រកាសជាលើប្រើប្រាស់ល្បិចហើយគ្រាន់តែប្រើប្រាស់ក្បាច់ខ្មៅអាយ៉ងតែប៉ុណ្ណោះទៅតាមគេទៅចាលោកម្ចាស់គ្រាប់បញ្ជាបេសាច់ពុះចង្រៃគាត់ថាខ្ញុំគ្មានមធ្យោបាយមែនទេខ្ញុំប្រាប់លឹងខ្ញុំបានរៀនវិជ្ជាពេទ្យជាមួយលោកយាយតាំងពីទៅគ្រាន់តែពុះថាខ្លាចបែបទេស្រីម្នាក់នេះចង់ធ្វើបាបលោកម្ចាស់ខ្ញុំត្រូវតែប្តឹងស្រីអាក្រក់នេះមិនមែនប្តឹងទេមែនទេអ្នកណាកំពុងតែនិយាយស្រីអាក្រក់អ្នកបានចាំខ្ញុំជាស្លាប់ទៅហើយធ្វើអីនៅលេខខ្ញុំទេអញពិតជាគួរឲ្យស្រឡាញ់មែនអញគឺជាបិសាចពោះតូចមួយនេះចាស់ក្របន្តិចទេខ្ញុំគឺជាពោះខ្លាំងធំមួយនៅវ័យក្មេងគឺពិតជាការខ្លាំងណាស់បើមិនអញ្ចឹងបងស្រីធ្វើស្ប៉ាអញចាស់ជួយបងស្រីផងទេចាំមិញអត់ទេមិនសែងតើស្លាប់ទេនាងជួយម៉ែនាងចង់ស្លាប់ហ៎មកសៅបណ្ដេញពោះនាងគិតថារបស់ទាំងអស់នេះអាចធ្វើអ្វីដាក់ខ្ញុំបានមិនបានពិចារណាទេខ្ញុំស្មានតែសម្រាប់លោកមែនមិនមានការរាយការណ៍តាមពិតត្រូវបានទិញបានសោះពោះថ្លាន់ឲ្យវ័យក្មេងមួយនេះចង់បានមុខមាត់ដែរគេលោកម្ចាស់គ្រាន់តែជាភាសាបណ្ដេញពោះមួយមិនអាចធ្វើឲ្យលោកម្ចាស់បានទេណាមែនទេ
អារម្មណ៍រោមដៃគួរឲ្យស្លាប់នេះ ពលរបស់លោកក៏ស្រេចដែរឃ្លានហើយមែនទេ ខ្ញុំគ្មានទេ មិនត្រូវទេខ្ញុំឃ្លានហើយគឺត្រូវតែញ៉ាំដែរគេឃ្លានហើយមិនអាចចង់ស៊ីខ្ញុំទេមែនទេនេះលោកប្រពន្ធសាររបស់ខ្ញុំគឺមិនឆ្ងាញ់នោះទេលឹងខ្ញុំរើចំណៃខ្លួនប្រាណរបស់មនុស្សលោកពួកនាងស្អុយខ្លាំងណាស់ខ្ញុំគិតថាវាកខ្វក់ អញ្ចឹងក៏អាចនិយាយបានថាលោកមិនស៊ីខ្ញុំនោះទេអីល្អខ្លាំងនេះរកបានមួយថ្ងៃទៀតហើយ ស្រីម្នាក់នេះគួរឲ្យចាប់អារម្មណ៍ជាងចិត្តមុនច្រើនណាស់ញ៉ាំចុះកុំឲ្យគ្នាស្លាប់នៅកន្លែងរបស់ខ្ញុំ តើធ្វើយ៉ាងម៉េចទៅបានរត់គេពីគេបានទេបើមិនចំណាប់ថ្នាំអំពុលទេប៉ុន្តែពូនោះគឺមានប្រតិកម្មខ្លាំងណាស់ជាមួយនឹងក្លិនបើសិនជាឲ្យគេដឹងខ្ញុំប្រកាសជាស្លាប់ហើយមិនបានទេ មនុស្សស្រីម្នាក់នេះប្រកាសជាចង់ធ្វើបាបខ្ញុំទៀតហើយ ប៉ុន្តែខ្ញុំត្រូវទៅរកមជ្ឈមណ្ឌលបើមិនចឹងទៅធ្វើល្អជាមួយនឹងបិសាចពុននេះបន្ទិញថាមិនត្រូវអារម្មណ៍ល្អគេអានឹងលេងខ្ញុំទៅហើយលោកប្រសាទទេលោកញ៉ាំសាច់ទេ ធ្វើល្អជាមួយខ្ញុំក៏មិនអាចលេងអានាងទៅដែរ អញ្ចឹងខ្ញុំញ៉ាំតែខ្លួនឯងធ្វើជាខ្មៅស្លាប់ក៏ត្រូវតែចាក់ដែរ ញ៉ាំឲ្យបានច្រើនទៅខ្ញុំចូលចិត្តរបស់ដែលធំ បិសាចពុះចង្រៃខំខ្ញុំនៅផ្ទះមិនថាទេនិយាយទូរស័ព្ទខ្ញុំຕົកទៀនមិនអាចតតងឲ្យឈិនជាមួយនឹងលោកយាយមែនពួកគេប្រកាសជាបារម្ភស្លាប់ហើយកូនពុយនិយាយគ្នាបន្តិចទេមិនល្អទេអញជួយលួចទូរស័ព្ទឲ្យខ្ញុំបន្តិចនេះខ្ញុំចង់តតងទៅលោកយាយចាំមិញប្រកាសជាមិនបានដាច់ខាតលោកម្ចាស់នឹងខាត់មែនស្ប៉ាកាពេលលើកមុនតើស្រួលខ្លួនដែរទេស្រីអាក្រក់ខ្ញុំមិនអាចក្រាបបានទៅជាលើកទី2នោះទេឥឡូវលោកយាយចៅស្រីសំណប់ចិត្តឆ្លាតរបស់លោកយាយប៉ុន្មានថ្ងៃនេះឯងទៅណាហើយលោកយាយបារម្ភពីឯងខ្លាំងណាស់ណាលោកយាយខ្ញុំកំពុងចេញបេសកកម្មមិនអាចត្រឡប់ទៅវិញបានទេលោកយាយត្រូវតាមព្យាបាលជំងឺបានល្អ ឯងតាមដានគេបែបនេះហ៎ គេលោកម្ចាស់ដៃទលីងលោកម្ចាស់ដៃទលីង សង្ហាទឹក លោកម្ចាស់ដល់ថ្ងៃដែលត្រូវត្រាំទឹកជ្រក់ហើយបានឆាប់រៀបចំទៅដល់ពេលនោះត្រូវតែចាំមើលណា សង្ហាខ្លាំងនេះ មុនស្នេហ៍យើងប្រៀបមិនបានជាមួយនឹងសត្វពស់ដែលទៅខ្លាញ់ខ្លួនម្នាក់លោកម្ចាស់ប្រកាសជាតំណែងមួយជីវិតហើយអញ្ចឹងទៅអ្នកនាងស៊ូមានភាពស៊ាំជាមួយនឹងមុនស្នេហ៍របស់លោក តែលោកថ្មីនេះរដាក់ខ្ញុំចាប់ទេ នាងត្រូវតែងត់ទឹកដើម្បីស្វាងបន្តិចសត្វតែបន្តមកពីបិសាចពុះចង្រៃរងាយខ្លាំងនេះចាប់រៀបចំទេលោកម្ចាស់ថ្ងៃស្អែកគឺត្រូវត្រឡប់ទៅត្រាំទឹកជ្រក់នៅកន្លែងដូនតាវិញហើយអីពួកឯងថ្មីនេះនាងគឺជាមនុស្សលោកម្នាក់នេះឆាប់ទេលោកម្ចាស់មិនឲ្យយើងនិយាយជាមួយនឹងមនុស្សលោកទេត្រឡប់ទៅកន្លែងដូនតាវិញនេះមិនមែនន័យថាបិសាចពុះមិននៅផ្ទះហើយមែនទេខ្ញុំអាចឆ្លៀតឱកាសនេះរត់ចេញទៅបានហើយសុំទៅផងបិសាចពុះខ្ញុំមិនតែប្រើប្រាស់មធ្យោបាយបែបនេះទេទៅបានរត់ចេញមែនដុតតែរបស់លោកគឺចាត់ទុកថាសំណាងដែលលោកបានខ្ញុំទៅចឹងផ្លេចចាស់ហើយពលលើផ្លេចទៅមកស្រាក់ដែរបន្តិចទេកុំឲ្យរំខានស្រីចំណាស់ម្នាក់នោះអី ទុកចិត្តចោបងបានដាក់ថ្នាំឲ្យងុយគេងបរិមាណឲ្យទៅស្រីចំណាស់នោះហើយនៅមានទៀតបែបនេះមិនរំជួលអារម្មណ៍ទេតើមិនដែរទេ គួរឲ្យស្អាតមីនមកនិយាយតែមើលគេអាចរត់ចេញមកបានគឺមានពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសម្នាក់នោះមែនដែរទេ បងគិតថាតកូលបាយនោះមិនធម្មតាដែរគឺត្រូវចាត់ការបានឆាប់រហ័សកុំឲ្យបន្សល់ទុកគ្រោះថ្នាក់ច្រើនពេក តាមពិនបិសាចពុះក្បាល9នោះនិយាយគឺសុទ្ធតែជាការពិនខ្ញុំត្រូវតែប្រញាប់ចេញទៅបើពួកគេចាប់បានប្រកាសជីវិតទៅនេះហើយ ណែគឺស៊ូម៉ែ
គេនៅខាងក្រៅអញ្ចឹងអ្វីក៏គេដឹងហើយ បើសិនជាបែបនេះអញ្ចឹងថ្ងៃនេះគេត្រូវតែស្លាប់ចាត់ការទៅពួកឯងឆាប់ចាត់ការទៅ ពួកឯងចាំធ្វើអី យកទៅ កុំចាំអី ទៅ លោកម្ចាស់នៅក្នុងសភៅបានកត់ត្រាថាបើសិនជាភ្ជាប់កិច្ចសន្យាជាមួយមនុស្សលោកត្រូវតែផ្សំធាតុញីនិងធាតុឈ្មោះនៅក្នុងថ្ងៃប្រច័ណ្ឌពេញវង្សបើមិនចឹងទេក្បាលទាំង9របស់លោកនឹងត្រូវបាត់បង់មួយថ្ងៃមួយមានអ្វីនិយាយតាមត្រង់ចុះក្បាលទាំង9របស់លោកជាជីវិតទាំង9បើសិនជាក្បាលទាំង9បាត់បង់លោកមិនអាចមានឱកាសក្នុងការរស់ទេលោកម្ចាស់ត្រូវតែក្រោកក្តាប់ឱកាសនេះឲ្យបានល្អដឹងហើយចេញទៅបាទបាទធំមនុស្សស្រីម្នាក់នេះរូបរាងមិនអន់ទេសម្រាប់នាងទៅគួរឲ្យសោកស្ដាយខ្លាំងណាស់តែបានធំម៉ែមិនចឹងទេឲ្យបងប្អូនយើងប្រហែលអ្នកសម្បាយបន្តិចទៅហើយចាំចាត់ការតាមក្រោយក៏មិនយឺតពេលដែរយោបល់ល្អ ខ្ញុំប្រាប់ឯងកុំចាំអី អាយអូយហើយខាងយើងអីគ្រាន់តែជីវិតមនុស្សម្នាក់តែប៉ុណ្ណោះស្លាប់ក៏ស្ដាយដែរហើយជាសត្រូវរបស់យើងទៀតចាជប់សិនមនុស្សរបស់យើងក៏ហ៊ានប៉ះពាល់ដែរពិតជាមិនស្លាប់រស់មែនមនុស្សម្រោគស្លាប់ឯណាហ្នឹងបងប្អូនទាំងអស់គ្នាចូលទៅហ៎ហេតុអីបានជាភ្លើងរលត់ហើយចាប់រកអាម្នាក់នោះចេញមកលឿនឡើងទៅអ្នកណាអ្នកណាគេយ៉ាអ្នកយ៉ាអូយអើយខ្ញុំធ្លាប់និយាយប្រាប់ហើយមនុស្សដែលល្ងងគឺត្រូវបានទទួលពិន័យបែបហ្នឹងហើយហេឯងជាមនុស្សអ្វីឲ្យប្រកាសទៅហ្នឹងគឺមនុស្សដែលមកយកជីវិតពួកឯងអើយលបងលើកលែងផលលបងលើកលែងជីវិតឲ្យពួកយើងផលលបងចៅឈិនជាអ្នកបញ្ជាយើងធ្វើទេឲ្យពួកយើងមកលៀនដើម្បីឲ្យខ្ញុំសម្បត្តិនៅនាងស៊ូលើកលែងជីវិតផងប្រាប់ចៅឈិនទៅសុំឲ្យស្លាប់បាត់ទៅហើយបងចៅបងទៅចិត្តចុះស្រីម្នាក់នោះស្លាប់បាត់ទៅហើយសូម្បីកំតិចក៏មិនសល់ដែរឡធ្វើបានល្អណាស់លបងលើកលែងជីវិតឲ្យខ្ញុំផងតើលបងលើកលែងជីវិតឲ្យខ្ញុំផងទៅចុះឆាប់ទៅអរគុណលបងអរគុណតោះពួកយើងឆាប់ទៅលើឡើងទៅប៉ាសិនជីលោកយកខ្ញុំនៅមន្ទីរបណ្ឌិតឡាទីខ្ញុំខ្លាចចាស់ឈិនធ្វើអ្វីគាត់លោកជាលោកយាយរបស់ខ្ញុំផងទេមិនបានទេប៉ុន្តែលោកយាយរបស់ខ្ញុំគាត់លោកថ្មីនេះលោកដាក់ខ្ញុំចាប់ទៅបញ្ញាទៅស្លាប់យ៉ាងនេះខ្ញុំនឹងបំពេញឲ្យនាងទៅចុះប៉ាសិនជីខ្ញុំណាស់ហើយប៉ាសិនជីលោកកុំធ្វើចាក់អីខ្ញុំខ្លាចឥឡូវនេះនាងគិតឲ្យល្អទៅលោកយាយខ្ញុំនៅមន្ទីរបណ្ឌិតឡាទីលោកអាចជួយយកគាត់ចេញមកបានទេទៅផ្ទះលោកយាយរបស់គេនៅមន្ទីរពេលលំដាប់ពួកយើងទៅ
ស្របពេលនោះបង្កើតទស្សនវិជ្ជាคล้ายៗដែលបានស្លាប់ដោយជំងឺបាទ លោកមិនចេះប៉ប៉របស់លោកក៏មានពេញជាងគេហើយលោកមានក្បត់ប្រមូលប្រកាសជាមិនអីទេគេគ្រាន់តែជាមនុស្សលោកម្នាក់តែបានការរំជើបរបស់ម្នាក់អាចគ្រប់ត្រូវបានទេលោកមិនចេះពិតជាខុសខាតពេកហើយលោកមិនចេះចិត្តតាន់ហើយ ដឹងខុសហើយឬនៅ ខ្ញុំរងាខ្លាំងនេះស់ខ្ញុំខ្លាចខ្លាំងនេះស់ ហេតុអីទៅចិត្តពោះដែលខ្ញុំបានខំអស់ជាច្រើនឆ្នាំបែរជារង្គើបែបនេះអ្នកនាងស៊ូអ្នកនាងទៅចិត្តចុះលោកម្ចាស់គឺបានផ្ទេរលោកយាយរបស់អ្នកនាងទៅកម្មវិធីពេទ្យកំពូលហើយ តាមប៉ុណ្ណឹងតែទៅជឿខ្ញុំរហូត ខ្ញុំគ្រាន់តែមិនចង់ឲ្យនាងទៅស្លាប់លឿនពេកប៉ុណ្ណោះ ចៃឈិនជាមួយនឹងស៊ូមកឈីវខ្ញុំនឹងមិនលើកលែងពួកគេទេប្រកាសជាឲ្យពួកគេសន្និសំណាង ទីបំផុតនាងមានខួរក្បាលហើយ ល្អណាស់ស៊ូមែនស្រីចង្រៃម្នាក់នោះទីបំផុតស្លាប់ហើយ លើកនេះអ្វីគ្រប់យ៉ាងរបស់គ្រួសារស៊ូគឺជារបស់យើងទាំងអស់ហើយថ្ងៃស្អែកបងនឹងប្រមូលម្ចាស់ភាគហ៊ុននិងអ្នកមានអំណាចនៅក្នុងទីក្រុងហៃទាំងមូលមកមើលអូនកាន់អំណាចជាម្ចាស់នៃគ្រួសារនេះ ម្ចាស់ភាគហ៊ុនទាំងអស់គ្នាបងជិះដល់មើលខ្ញុំក៏បានបាត់ខ្លួនដោយបាត់ទៅហែនលោកយាយក៏ដោយសារតែជិះចិត្តខ្លាំងពេកក៏សម្លាប់មិនដឹងខ្លួនឥឡូវនេះគ្រួសារស៊ូគ្មានអ្នកដឹកនាំទេខ្ញុំក្នុងនាមជាចំណែកមួយនៃគ្រួសារស៊ូនិងគ្រប់គ្រងក្រុមហ៊ុនស៊ូក្រុងឆ្លងតែដល់រលូតបែន ម៉ែមើលទៅហើយនៅក្នុងចិត្តរបស់ខ្ញុំពិបាកខ្លាំងណាស់ប៉ុន្តែដើម្បីគ្រួសារស៊ូខ្ញុំនឹងចាត់ការរឿងរ៉ាវក្រុមហ៊ុនឲ្យបានល្អហើយនឹងមកស៊ីវនិងអ្នកទាំងអស់គ្នាមានការជឿជាក់លើខ្ញុំណែនាយកចាយជាមួយអ្នកនាងស៊ូនៅក្មេងមានសមត្ថភាពឥឡូវគឺពឹងលើពួកលោកដើម្បីគ្រប់គ្រងគ្រួសារស៊ូហើយលោកកែនាយករបស់ក្រុមហ៊ុនប៉ៃគ្រប់លោកម្ចាស់លាវមកដល់ក្រុមហ៊ុនប៉ៃបណ្ដាក់ទុន10កោតឲ្យអ្នកនាងស៊ូធំ10កោតថាម៉េចក្រុមហ៊ុនលេងខ្លាំងជាងគេនៅទីក្រុងសៀងហៃក្រុមហ៊ុនប៉ៃគ្រប់បណ្ដាក់ទុន10កោតព្រះអើយមិនក៏ចាំយ៉ាងនេះណោះ នាយកលេងនៃក្រុមហ៊ុនប៉ៃក្រុមគ្រួសារស៊ូមួយនេះមានមុខមាត់ធំបែបនេះ លោកម្ចាស់លាវអ្នកនាងស៊ូ លោកម្ចាស់លាវនាយកប៉ៃហេតុអីបានជាដាក់ទុនជាមួយនឹងក្រុមហ៊ុនស៊ូគ្រប់តូចតាចមួយអញ្ចឹង អាកែនាយកពួកខ្ញុំធ្លាប់បានមើលឃើញអ្នកនាងស៊ូពីចម្ងាយតែម្ដងហើយពេញចិត្តពេលបានជួបនេះគឺពេញចិត្តជាមួយអ្នកនាងស៊ូហើយមកស៊ីនេះជាស្ថានភាពស្អីហ្នឹងគេជាអ្នកណាទៅ សូមលោកម្ចាស់លាវប្រាប់ទៅនាយកប៉ៃក៏បាននាយកប៉ៃយកច្រឡំពួកយើងគឺមិនតាក់ទងគ្នានោះទេឆាប់យកកងត្រាំហេខ្ញុំសញ្ញា អញ្ចឹងសូមជ័យអ្នកនាងស៊ូម៉ែវមកសញ្ញាចុះណាស៊ូម៉ែវមិនតស្លាប់មែនទេហ៎ត្រូវហើយ លោកម្ចាស់លាវលោកធ្វើដូចយ៉ាងម៉េចនេះស៊ូមិនបានស្លាប់ហើយខ្ញុំតាប់ជាអ្នកស្នាតំណែងគ្រួសារស៊ូគឺជាអ្នកនាងស៊ូដែលនាយកប៉ៃពេញចិន នៅក្នុងកងត្រាបានសរសេរលេខអក្សរឲ្យអ្នកនាងស៊ូម៉ែវសញ្ញាបើសិនជាអ្នកនាងស៊ូមិននៅទេអញ្ចឹងកងត្រាម្នាក់ទុនមួយនេះនឹងចាត់ទុកថាជាមុខខៈជាមិនខានទេដូច្នេះឲ្យនាងសញ្ញា លោកម្ចាស់លាវស៊ូមិនបានស្លាប់ហើយខ្ញុំស្លាប់ស្អាតជាងស៊ូមិន100ដងនាយកប៉ៃប្រកាសជាស្លាញ់ខ្ញុំ ស៊ូមូស៊ីអូនកំពុងធ្វើអីអូនកំពុងសម្ដែងល្ខោនមែនទេ លោកគឺជាកូនដំណើររបស់ស៊ូមិនខ្ញុំមិនចង់នាយកប៉ៃយកច្រឡំទេសូមรับប្រយ័ត្នបន្តិច ខ្ញុំសូមនិយាយម្ដងទៀតបើមិនមែនស៊ូម៉ែវអញ្ចឹងកងត្រាម្នាក់ទុនមួយនេះនឹងចាត់ទុកថាជាមុខខៈហើយណា លោកម្ចាស់លាវសូមបើលោកនាំខ្ញុំទៅជួបនាយកប៉ៃទេមនុស្សស្លាប់មិនអាចរស់ឡើងវិញទេស៊ូមិននឹងពិតជាស្លាប់មែនប៉ាត់មែននេះស៊ូមិនប៉ាត់មែននេះស៊ូមិន មិនអាចទៅរួចទេធ្វើបានយ៉ាងម៉េចហ្នឹង យ៉ាងម៉េចពួកលោកគឺចង់ឲ្យខ្ញុំស្លាប់យ៉ាងនេះមែនទេ អ្នកនាងស៊ូមិនបានស្លាប់ទេមិនមិនមើលសៀននៅចង់ចាត់ការរឿងក្រោយឲ្យគេទៀតនេះមិនមែនកំពុងតែបោកប្រាស់មនុស្សទេមែនទេ តែមិនចង់ឲ្យអ្នកនាងស៊ូស្លាប់ហើយដណ្ដើមទ្រព្យសម្បត្តិជាមួយនឹងចៃឆិនម្នាក់នោះទេមែនទេចិត្តខ្មៅមីនពួកលោកក៏ប៉ុណ្្នឹងនិយាយនេះ មិនអូនមិនបានស្លាប់គឺពិតជាល្អណាស់ជាមួយនឹងមកសៀពិតជាបារម្ភខ្លាំងណាស់
ត្រូវឲ្យបងជាដូនមួយបងមិនស្លាប់គឺល្អហើយខ្ញុំស្មានតែបងចុះបបាត់ទៅវាហែនស្លាប់បាត់ទៅហើយ ត្រូវហើយគឺបងស្មានថាអូនណែ នាងយកបាយអ្នកនាងស៊ូនេះគឺកោត្រារបស់យើង តាមពិតតែការនិយាយក្រុមហ៊ុនប៉ៃគ្រប់សង្ហាជានិស័យគឺជាគីប្រុសក្មេងកាពីលើកមុនបាយជាការនិយាយរបស់ក្រុមហ៊ុនប៉ៃក្រុម អ្នកនាងស៊ូសូមអ្នកនាងសញ្ញាមកចុះម៉ែគឺបងគុណនឹងរបស់អូនប៉ុន្តែអូនទុកចិត្តចុះថ្ងៃក្រោយបងប្រកាសជាអាចការពារអូនឲ្យបានល្អជាមិនខានទេ ចៃឈិញសុំមកទីចាប់ទៅពេលនេះទៅពលលោកគឺត្រូវបានបណ្ដឹងចេញពីក្រុមហ៊ុនស៊ូគ្រប់ហើយហើយដល់ហត់ទ្រព្យសម្បត្តិនៅក្រោមឈ្មោះរបស់ពលលោកទាំងអស់ចាប់ទៅពេលនេះទៅពលលោកគឺត្រូវបានបណ្ដឹងចេញពីក្រុមហ៊ុនស៊ូគ្រប់ហើយហើយដល់ហត់ទ្រព្យសម្បត្តិនៅក្រោមឈ្មោះរបស់ពលលោកទាំងអស់សូមម៉ែមីវស្មាអីនេះបណ្ដឹងខ្ញុំចេញទៅខ្ញុំក៏ជាមនុស្សគ្រួសារស៊ូដែរ ម៉ែនៅក្នុងនេះប្រកាសជាមានការយកច្រឡំអ្វីហើយអូននឹងថាបងគឺស្រឡាញ់អូប៉ារ៉ាទេ ស្លាញ់ចៃឈិញពេលស្លាញ់ចេញពីមាត់លោកគឺពិតជាគួរឲ្យខ្ពើមនេះលោកបានមកខ្ញុំឲ្យតែរំលែកឯងឡើងបានជួយឃាតករសម្រាប់ខ្ញុំទៀតនេះគឺជាសេចក្តីស្រឡាញ់ដែលលោកបាននិយាយឲ្យមែនទេ ម៉ែនេះគ្មានផុសតាងចោតកាន់មនុស្សបែបនេះទេបង្កើតពាក្យចចាមអារាមគឺត្រូវទទួលខុសត្រូវ ប៉ាសិនជីនពួកគេត្រូវការផុសតាងនេះគឺជាផុសតាងដែលស៊ូម៉ូសេបានធ្វើផ្ដាស់នៅខាងក្រៅហើយ នេះមិនជារបាយការណ៍រលូតកូនរបស់ស៊ូម៉ូសៀទេតាមមែនទេហ៎មែនហើយ សុំទៅផឹងយកខោហើយនេះសាមកខ្ញុំអីអាយនេះគឺជាអ្វីទេ បើកមើលទៅគឺដឹងហើយ ស៊ូម៉ូសៀគឺពិតជាងាយស្រួលនឹងលងពេកហើយគ្រាន់តែពាក្យផ្អែមល្ហែមប្រមាណម៉ាត់ក៏ឆ្លុះបំពេញជាមួយនឹងខ្ញុំហើយចាំពេលដែលអាចគ្រប់គ្រងគ្រួសារស៊ូបានទាំងមូលគេមានប្រយោជន៍ឬក៏អត់ចាំនិយាយទៀតចុះហើយបានជាបែបនេះអញ្ចឹងអាចធ្វើរឿងបែបនេះចេញមកបានហើយមិនអាចទៅរួចទេនេះប្រកាសជាកាត់តហើយឯងគ្រាន់តែជាកូនគ្រួសាររៀបការចូលគ្រួសារស៊ូតែប៉ុណ្ណោះអ្នកណាអាចបង្កើតព័ត៌មាន គួរចាប់អារម្មណ៍ក៏បំនាងស៊ូពិតជាដូចជាវត្ថុតែមិនចេញ មិនអាចទៅរួចទេសិតតែខ្លាយសំណាងហេតុដែលសភើបញ្ជាសំខាន់នោះបានរក្សាទុកនៅទូសុវត្ថិភាពទោះបីជាគេចង់លេខសៀកក៏មិនអាចដែរ កំតែស្អីនៅមានទៀនអញ្ចឹងរបស់បន្តមកនេះអាចខ្លាំងមិនឡាមកឬអន់ចៃឈិននេះគឺជាបញ្ជីដែលលោកបានប្រើលើរួមរបស់ក្រុមហ៊ុនតែចាំដែរទេ អត់ទេមិនអាចទៅរួចទេទូសុវត្ថិភាពមានសម្ភារៈដែររបស់ខ្ញុំអាចបាននឹងមិនអាចចុចបានទៅហេតុអីបានជារបស់អ្វីក៏យកចេញមកពីកាបូបដែរអញ្ចឹងពិតជាចម្លែកមែន ល្អណាស់ចៃឈិនលោកបានជាហ៊ានលុយលើក្រុមហ៊ុនពីក្រៅខ្នងខ្ញុំនឹងប្រាច់ជាមួយលោកហើយ មកសៀស្រីថោកទៀត លោកតែផាត់ទៀនអ្នកទាំងពីរកុំប្រយ័ត្នចំនួនផ្ទៃក្នុងអីខ្ញុំមិនមានផាត់តាំងជាច្រើនទៀនលោកក៏ធ្វើការក្នុងខ្ញុំដែរដូចជាពួកលោកប្រើប្រាស់លុយក្រុមហ៊ុនលើនិយាយទេការវីដេអូបណ្ដាំមរតកនៅមានសម្លេងចាំសម្រាប់ខ្ញុំទៀនត្រូវយកមកអ្នកទាំងអស់គ្នាមើលដែរទេអត់ទេកុំប្រយ័ត្ននិយាយថាអត់អីផាត់តាំងទាំងអស់នេះខ្ញុំបានត្រៀមរួចហើយពេលដល់ព្រលឹមមកដល់ពីនៅតាមទឹងកន្លះជីវិតក្រោយរបស់ពលលោកត្រូវស៊ីបាយគុកហើយ មែនអត់ទេនិយាយស៊ូលុយក្រុមហ៊ុនអាចសងវិញបានណា ទៅហើយកុំប្តឹងប៉ូលីសអីពួកយើងឥឡូវនេះការសងវិញបានអស់ចេញទេ ម៉ែអូនជួយបងម៉ែអ្នកនាងមុននេះយើងល្ងងខ្លៅបានជឿខុសលើពួកគេស្វាគមន៍អ្នកនាងមកវិញគ្រប់គ្រងក្រុមហ៊ុន ត្រូវហើយអ្នកនាងសូមអ្នកនាងគ្រប់គ្រងក្រុមហ៊ុនទៅ លោកម្ចាស់លោកបានហួសរយៈពេលផ្សំគ្នាគឺបានបាត់បង់ជីវិតមួយទៅហើយសុខភាពកាន់តែខ្សោយទៅហើយលោកត្រូវតែប្រញាប់ផ្ដាប់ពេលវេលាធ្វើស្អីហ្នឹង
មិនដល់ថាពោះក្បាល9ដល់អាចារ្យលោកនេះក៏ចេះឈឺដែរទឹកចិត្តចឹងតែខ្ញុំចាត់គេរៀនទៅពីណាមកវិជាពេទ្យសត្វកម្ពុជាដែលលោកយាយបន្តមកទឹកចិត្តចឹងបន្តិចទៀតលោកនឹងជាហើយរៀនទៅពីណាមកវិជាពេទ្យសត្វកម្ពុជាដែលលោកយាយបន្តទុកមកខ្ញុំចំណេញខ្លាំងនេះសម្រាប់ឆ្កែឆ្មាសូមមែវខ្ញុំជាសត្វទេពបុរាណសត្វទេពមិនមែនជាឆ្កែឆ្មាទេអីយេសត្វតែជាសត្វទាំងអស់មានអីខុសគ្នាទេអីឡើងបាយស៊ីជាតិនៅតែគ្មានស្មារតីនឹងចំណងអាហារដាក់ដែរខ្ញុំត្រូវតែរកមធ្យោបាយឲ្យគាត់ញ៉ាំអីតើមើលឲ្យស្រីល្ងងម្នាក់នេះកំពុងធ្វើអីការថែទាំប្រភេទពស់ទម្លាប់អាហាររបស់ប្រភេទពស់វិធីសាស្ត្រគ្រប់គ្រងប្រភេទចិញ្ចឹមសត្វពស់ដែលបង្ើយកន្តើយនិងពងពស់សូមមែវយើងនឹងសម្រាប់នាងមានហើយខ្ញុំត្រូវរកវិធីសាស្ត្រដែលអាចឲ្យគាត់បាត់ត្រពាក់បាននេះគឺជាជំហានទី1នៃការព្យាបាលចាត់ទុកថានាងមានចិត្តបើសិនជាឲ្យខ្ញុំអស់សង្ឃឹមនាងនឹងស្លាប់ជាមិនខានហេតុអីបែរជាមានការរំពឹងទុកអញ្ចឹងសូមមែវនាងនឹងស្លាប់ខ្ញុំសូមយកវិជ្ជាជីវៈពេទ្យមកស្បន់ពស់គឺចូលចិត្តញ៉ាំកណ្ដុរម៉ាម៉ាហាមុនសូមមែវនាងដឹងថាអ្វីជាសត្វបុរាណដែរទេគឺសត្វទេពណាសត្វទេពត្រូវហើយព្រោះតែរូបរាងរបស់លោកសង្ហានោះអីអញ្ចឹងហើយតែបានជាខ្ញុំទិញ hamster មាសឲ្យលងបើមិនអញ្ចឹងទឹកខ្ញុំមិនចង់កណ្ដុរធម្មតាហើយកូនពស់ក៏កញ្ចឹងដែរលោកម្ចាស់ hamster ក៏ញ៉ាំបានដែរលោកក៏មិនបានទឹកចិត្តគាត់អីកូនពស់ឡើងកូនក្មេងពិចារណាបុកចិញ្ចាំងសិនទៅហើយចំពោះនាងវិញចាំពេលនឹកឃើញហើយចាំបណៃនាងលោកម្ចាស់ឥឡូវស្មារតីរបស់លោកច្បុកច្បល់រឿងផ្សំគ្នានោះបើសិនជាពជាពេលទៀតនឹងរឹតតែគ្រោះថ្នាក់សូមលោកម្ចាស់ឈប់មានចិត្តមេត្តាចំពោះមនុស្សលោកទៀតទៅបើមិនអញ្ចឹងទេដឹងហើយលោកម្ចាស់លោកក៏មិនអាចចិត្តពិស្រាក្រម្នាក់នោះមែនទេតែប៉ុន្តែខ្ញុំក៏គួរឲ្យសាយជាតិមុនជាសត្រូវរបស់ខ្ញុំជាតិនេះគឺជាមនុស្សល្ងងខ្លៅខ្ញុំអាចមិនអាចចិត្តពីគេឡងសត្វតែពលសត្វតែចម្លែងមុននឹងញ៉ាំមុនបំពងត្រដាឲ្យទៀនមុនបំពងខ្ញុំក្រោយនេះក៏នឹកឃើញថាពូចិត្តញ៉ាំមុនបំពងជាងអញ្ចឹងហើយខ្ញុំក៏បានធ្វើមុនបំពងនៅមានប្រាក់បៀទៀនណែណាប្រាប់នាងថាអូមែនហើយខ្ញុំនៅនឹកឃើញកន្លែងល្អមួយទៀនអីនាំលោកទេអង្គុយទេខ្ញុំឆៃរួចហើយពូចិត្តញ៉ាំអាហារដែលស្ងៀមស្ងាត់លោកត្រូវតែជាលើខ្ញុំក្នុងនាមខ្ញុំជាប៉ែនបាត់មាត់ឥឡូវនេះបរិយាកាសល្អហើយកុំរំលឹកពីពាក្យពេទ្យពីម៉ាត់នេះទៀតអីខ្ញុំមានស្នាមដូចជាលងនាងលោកមកទីផ្កាយពេញមិនស្អាតនេះបើមានទឹកស្រទាប់កាន់តែល្អលោកដឹងឬអន់
ការបួងសួងទេពសយិនគឺពិតជាស័ក្តិសិទ្ធិខ្លាំងណាស់នេះវ៉ាវលោកមកទីទេពសយិនលោកមកទីខាងនោះក៏មានដែរទេពសយិនលោកមិនដឹងនោះទេពេលឃើញទេពសយិនគេត្រូវតែបួងសួងលោកចាំបួងសួងឬអញធ្វើតាមខ្ញុំទេគេអាចបួងសួងអីទៅប្រហែលជាចង់ឆាប់ចាក់ចេញពីខ្ញុំហើយមើលទៅនោះ សង្ឃឹមថាជំងឺរបស់លោកជេនឹងឆាប់ជាសះស្បើយសូមខ្ញុំទៅបានហើយសូមទេពសយិនអត់ប្រយោជន៍ទេខ្ញុំនៅសង្ឃឹមថាលោកពូក្បាល9នឹងឆាប់ជាឡើងវិញរស់នៅបានសប្បាយនៅក្នុងឋានមនុស្សចិត្តមុនពេលដំបូងដែលពួកយើងមិនជាសត្រូវនឹងគ្នាគឺគ្រូចាស់បិសាចមួយនេះទៀតហើយប៉ុន្តែគេមិនធ្លាប់បានចាប់ខ្ញុំទេណាស់ហើយចុះលើកលែងឲ្យគេបន្តទៅចុះចាំពេលរដូវរងាចាំខ្ញុំស៊ីគេចុះខ្ញុំនឹងស៊ីគេនៅពេលដែលគេដេកជាមិនខានទេបិសាចពស់នៅខាងនោះចាំបិសាចពស់ដើម្បីកម្ចាត់គ្រោះថ្នាក់ឲ្យប្រជារាស្ត្រពួកអ្នកចាប់បិសាចប៉ុន្តែខ្ញុំទៅតែហាត់បាន7ភាគទេមិនអាចប្រយុទ្ធជាមួយនឹងគេបានយូរទេអ្នកនាងធ្លាប់បានជួបជាមួយនឹងបិសាចពស់មួយទេគេរត់ទៅខាងនោះហើយទៅអលីឡាគេក៏ពោលតែជួយខ្ញុំស្លាប់តែអត់បិសាញហេតុអីបានជានាងចង់តែសម្រាប់ខ្ញុំអញ្ចឹងមុននេះមិនក៏មិននៅកុំនិយាយច្រើនអីណាគឺនាងនៅចាំចិត្តមុនដែរមិនដែរទេចិត្តមិនខ្ញុំប្រកាសជាដល់លឹងជិញគឺជាបិសាចពណ៌ដ៏ស្រស់ស្អាតមួយយ៉ាងម៉េចអ្នកលោកនៅចាំជៀនខ្ញុំគឺជាសត្វទេពបុរាណមានជីវិតរស់នៅរហូតគ្មានចិត្តមុនទេនៅផ្ទះរបស់ខ្ញុំមានសិភៅបុរាណមួយដែលនិយាយពីរឿងចម្លែកចម្លែងមានមនុស្សគួរចាប់អារម្មណ៍ខ្លាំងនិយាយឲ្យស្ដាប់មើលក្នុងសិភៅបុរាណនោះបាននិយាយថាមានពស់មួយក្បាលក្រោយមកក៏ខ្លាចជាមិនជាមួយនឹងគ្រូចាប់បិសាចអីគ្រូចាប់បិសាចមួយនោះបានលេងជាមួយនឹងគេឡើងវិញចុះមិនចាប់ក៏យកគេទៅខំលោកនិយាយតែគេល្ងងដែរទេជាបិសាចពស់បុរាណមួយណាមិនដឹងពីមកចូលចម្លែកចិត្តរបស់ស្ត្រីទៀនខ្ញុំប្រាប់លោកបើសិនជាខ្ញុំវិញប្រកាសជាមិនអាចជាប់តែនោះទេប៉ុន្តែបាននិយាយមកវិញគេដូចជាលងជិញសុទ្ធតែមានសពអសើរូបរាងក៏សង្ហាគ្រាន់តែមិនមានខួរបានហើយប៉ាស៊ីជីនក៏មកភ័យខ្ញុំអីខ្ញុំខ្លាំងប៉ាស៊ីជីនខ្ញុំមិនខុសហើយប៉ាស៊ីជីនបំភ័យខ្ញុំស្លាប់ហើយប៉ាស៊ីជីនលោកស្លាញ់ខ្ញុំមែនទេសត្វទេពបុរាណមិនងាយរង្គើចិត្តទេអញ្ចឹងខ្ញុំនឹងស្ដាប់សំឡេងរបស់លោកហើយបើសិនជាបេះដូងលោកញោមអញ្ចឹងក៏បញ្ជាក់ថាលោករំកិចចិនពិតជាលោកពិតមានហេសុំមែនចប់ហើយគឺខ្សែរួមគ្នាខ្ញុំមានចេតនាបេះដូងលុតយឺនលទ្ធផលបេះដូងរបស់គេយឺតដែរហើយសុំមែនរកស្លាប់ហ៎មិនសាច់ពោះមួយនេះមិនអាចខឹងប៉ាត់ទេមែនទេ
លោកម្ចាស់ឥឡូវនេះស្មារតីរបស់លោកច្បុកច្បល់រឿងផ្សំថ្នាំនោះបើសិនជាពជាពេលទៀតនឹងរឹតតែគ្រោះថ្នាក់ហើយ ខ្ញុំមិនមានចេតនាទេ ណាស់ចុះទុកឲ្យគេចាំប្រច័ណ្ឌពេញពងលើក្រៅចាំគិតទៀតខ្ញុំបានរកគ្រូដែលអាចជឿជាក់ទីរួចហើយទោះបីជាកបฏ100មុងក៏មិនអាចប្រមូលវិញ្ញាណនិងទ្រព្យសម្បត្តិបានដែរនៅលក្ខការសម្ងាត់ទៀតមានរបស់នេះហើយគឺមានរឿងអាស្រូវនៅក្នុងទីក្រុងហែកទាំងមូល លោកមីនពួកយើងគឺជាព័ត៌មានអាស្រ័យរបស់ស៊ូមេមួយសិនដើម្បីទៅសាកបប100មុង ឡលោកម្ចាស់ទៅចាត់ចោខ្ញុំបានការពារហើយពួកគេមិនអាចមើលឃើញខ្ញុំទេ លេខាលីងយកលើ10កៅទៅដាក់ក្រោមឈ្មោះខ្ញុំទេចាំពេលដែលបានសម្រេចខ្ញុំចាច់ឲ្យលោកមួយកោណ កងត្រាមុននេះពិតជាគ្មានបញ្ហាពិតមែនថ្ងៃស្អែកពួកយើងនឹងបានសន្និសីទកសែតឲ្យស៊ូមេនោះបាត់បង់កេរ្តិ៍ឈ្មោះនៅចំពោះមុខអ្នកទាំងអស់គ្នាជាមិនខានតោះលោកគ្រូម្នាក់នេះគឺលោកម្ចាស់គាត់លោកពិតជាស័ក្តិសមជាលោកម្ចាស់ពិតមែនសិតតែដោយការគិតរបស់លោកទាំងអស់គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះមិននឹងសមមកលេងជាមួយនឹងយើងទៅហើយចាស់សុំនៅទីក្រុងហៃនេះមិនអ្នកកសែតទាំងអស់ថ្ងៃនេះសិតតែចេញមកទាំងអស់ឃើញទេមែនហើយមកទាំងអស់គ្នាតែម្ដងចាស់ទុំនៅទីក្រុងហៃមិត្តអ្នកកសែតទាំងអស់ថ្ងៃនេះអញ្ជើញអ្នកទាំងអស់គ្នាមកគឺបកអាក្រាតពីការបោកប្រាស់ដ៏ធំមួយណាយល់ទេហើយតែអ្នកណាជាអ្នកបោកប្រាស់ទៅមែនហើយតែអ្នកណាទៅណោះមែនតែចង់ដឹងខ្លាំងណាស់អ្នកណាបោកប្រាស់ទៅ ស៊ូមេបានលេបយកលុយ10កៅដោយខ្លួនឯងមកម្ចាស់ភ័យហ៊ុនគេមិនសមគ្រប់គ្រងគ្រួសារស៊ូនោះទេព្រះអី បើសិនជារឿងនេះជារឿងពិតនោះនឹងជាព័ត៌មានអាស្រ័យពាណិជ្ជកម្មធំជាងគេក្នុងឆ្នាំនេះហើយស្ដាប់លើនៅក្នុងដៃរបស់ចៅឈិននិងស៊ូម៉ូស៊ីជាផុសតាំងពិតប្រាកដមិនដែរទេហើយបន្តិចទៀតពេលដែលរឿងនេះបកអាក្រាតចេញហើយចំណាយប្រាក់នៅក្នុងទីផ្សារឆ្នាំនេះទីក្រុងហៃនេះគឺជារបស់យើងទាំងពីរ ស៊ូមេមកដល់ហើយ នោះគេមកហើយតានោះមកហើយថតទៅ នៅនាងស៊ូតែតោះជាមួយនឹងពាក្យចចាមអារ៉ាមដែលនាងបានលេបលុយ10កៅនៅនាងមានអ្វីត្រូវបោះស្រាយឬអញ តែទៀតនឹងមានចម្លើយដល់ខ្លួនឯងបន្តិចទៀតនឹងមានចម្លើយដល់ខ្លួនឯងជាមិនខាន ស៊ូមេទោះបីជានាងលុតជង្គង់របស់ខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរខ្ញុំគឺត្រូវតែធ្វើឲ្យនាងអាម៉ាស់មុំអ្នកទាំងអស់គ្នាបើជាដូនមួយខ្ញុំមិនត្រឹមតែបោកប្រាស់អ្នកទាំងអស់គ្នាទេអ្នកចាំសម្រាប់ខ្ញុំជាមួយឆៃចិនទៀនសំណាងឲ្យដែលពួកយើងបានយកផតតាំងគ្រប់គ្រាន់យកមកឲ្យអ្នកទាំងអស់គ្នាបានឃើញមុខមាត់ពិតប្រាកដពួកឯងបានលុយកាបូបខ្ញុំនេះគឺជាផតតាំងគឺជាផតតាំងដែលស៊ូមេបានលេបយកលុយ10កៅនិងធ្វើបញ្ជីខ្លាំងៗអីពួកគេទាំងពីររំភើបខ្លាំងណាស់ខ្ញុំមើលឡើងចូលតួថៃ នាងទេតែមើលលើកនេះរបស់នៅក្នុង USB អាចធ្វើឲ្យនាងភ្ញាក់ផ្អើលដែរទេភ្នល់មកបំពងមកពេល ស៊ូមេទោះបីជាពេលនេះបងលុតជង្គង់របស់ខ្ញុំក៏មិនទាន់ពេលដែរ នោះក៏ជាព័ត៌មានអ្វីទៅណោះ នេះគឺកក្រាបពេកហើយ ស៊ូម៉ងស៊ីហើយនឹងចៅឈិនយកព័ត៌មានអាស្រូវមកពីណាទៅណោះពួកឯងដឹងថាផលិតផលថែទាំសុខភាពដើមទុនអស់ប្រមាណដែរទេសិតតែលក់ឲ្យអ្នកណាខ្លះគឺចាស់កំព្រាទាំងអស់នោះហើយយកធ្វើដៃបោកប្រាស់របស់ពួកគេចេញមកស៊ូហើយមនុស្សចាស់ក៏បោកដែរពិតជាអត់សិលធម៌មែនត្រូវហើយមិនមែនខ្ញុំទេមិនមែនទេអ្នកចៅឈិនឯងធ្វើស្អីនឹងឯងចង់ធ្វើស្អីហ៎ មិនត្រូវទេមិនក៏ខ្លាចទៅច្បាស់នេះ កុំស្លាវនៅក្នុងកាបូបក៏មានព័ត៌មានអាស្រូវទៀតណាយល់ទេទឹកចិត្តបន្តិចបន្តួចឆ្នាំក្រំស្តង់ដែរមួយបាច់នេះលោកចាត់ទុកថាមើលមិនឃើញតែចុះណាបានទុកនៅលើខ្ញុំចុះ អាជីវកម្មឆ្នាំគ្រួសារចាស់លោកឆ្នាំខ្លាំងខ្លាយពិតជាហួសហេតុពេកហើយ ថាជប់ភ្លាមចៅឈិនអាចចង្រៃឯនេះហ៊ានធ្វើបាបយើងចប់ហើយឯងប្រកាសជាចប់ហើយ អរគុណអ្នកទាំងពីរដែលបានបោះអាក្រាតការបោកប្រាស់របស់អាជីវកម្មឆ្នាំគ្រួសារចាស់នៅនេះមានគុណសម្បត្តិធំណាស់ចំពោះប្រជាជនក្រុងហើយយើង អាចចង្រៃអីនេះយើងនឹងវាយឯស្លាប់ទៅម្ដងនិយាយលីសិតតែជាមិនរបស់ស៊ូមើសៀលោកលើខ្ញុំទៅ អាចង្រៃចាស់ស្ដែងគឺនិយាយថាទៅលុយកាបូបស៊ូមេ បានហើយពួកលោកត្រូវចាប់ខ្លួនហើយទៅ ទៅចាប់ពួកគេ តោះទៅ
នេះគឺលោកយាយរបស់ម៉ែហើយ សង្ឃឹមថាលោកយាយនឹងឆាប់ជាសះស្បើយស៊ូម៉ែទីបំផុតនាងដោយបំណងហើយអាលោកគ្រូប៉ាលីថាម៉េចលោកយាយជាធ្ងន់លោកយាយ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 គ្រូប៉ាតាលោកយាយមិនហើយ អ្នកនាងស៊ូពួកយើងខកមកពីសមត្ថភាពហើយក៏មិនអាចធ្វើអ្វីបានដែរ លោកយាយលោកយាយលោកយាយនឹងខ្លួនឡើងមកលោកយាយលោកយាយ ម៉ែក៏មិនបារម្ភអីលោកយាយប្រកាសជាអាចឆាប់ជាលោកជាណាជាគ្រូពេទ្យមែនទេនៅចិត្តជាទៀតលោកយាយនេះមានជំងឺមហារីកណាមិនខ្វល់ថាគាត់មានជំងឺមហារីកអីទេឲ្យតែគាត់មានខ្យល់ដកដង្ហើមប្រកាសជាអាចជាសះស្បើយជាមិនខានពិតជាគួរចង់សាយពិតមែនហើយពួកយើងជាគ្រូពេទ្យកំពូលនៅមិនអាចព្យាបាលគាត់បានលោកយាយនឹងខ្លួនហើយលោកយាយមានអារម្មណ៍ថាក្នុងខ្លួនក៏ដូចជាត្រឡប់ទៅក្មេងវិញចឹងល្អខ្លាំងណាស់លោកយាយមិនអីពិតជាល្អខ្លាំងនេះ ពិតជាមិនគួរឲ្យជឿមែនមហារាជរបស់លោកស្រីបានជាបាត់អងឥឡូវសុខភាពគាត់ដូចចំនួន30ឆ្នាំចឹងពិតជាអភូតហេតុមែនទែនពិតជាអស្ចារ្យខ្លាំងណាស់គឺគាត់បានជាសះស្បើយឡើងវិញហើយល្អខ្លាំងណាស់លោកយាយមិនអីពិតជាល្អខ្លាំងនេះប៉ៃសិជីននៅជប់មានតែប្រយ័ត្ននឹងខ្ញុំបានបងសុំឲ្យលោកយាយឆាប់ជាឡើងវិញពិតជាស័ក្តិសិទ្ធិមែន ប្រហែលជាចិត្តកតញ្ញូរបស់នាងធ្វើរំជួលចិត្តទេវតាសង្ហាណាម្នាក់ជួយនាងហើយដើម្បីសម្រេចបំណងរបស់នាងលោកម្ចាស់ដោយការសន្យាផ្សំថ្នាំឲ្យសុខភាពខ្សោយបំបញ្ញមិននឹងជួយលោកស្រីបានប្រើប្រាស់ទៀតគឺពិតជាល្អប្រសើរខ្លាំងណាស់អ្នកនាងតាមពិតទៅលោកសង្ឃឹមថាលោកយាយនឹងអាចឆាប់ជាសះស្បើយហេតុអីបានជាខ្ញុំភ្លេចថាគេអាចប្រើអារម្មណ៍ទាំង5ដើម្បីបាននឹងគ្រប់រឿងប្រកាសជាគាត់ស្ដាប់លើការបួងសួងរបស់ខ្ញុំហើយអរគុណហើយតែវតាសង្ហារបស់ខ្ញុំម៉ែម្នាក់នេះគឺគាត់គេលោកយាយខ្ញុំជាស្វាមីរបស់ម៉ែតាំងពីបុរាណពួកយើងបានរៀបការជាមួយគ្នាហើយម៉ែយាយដឹងថាគេបានជួយយាយប៉ុន្តែយាយគិតថាមិនមែនជាមនុស្សធម្មតាទេណាឯងត្រូវតែប្រច័ណ្ឌចូលចិត្តឯងប្រកាសជាមានគោលដៅអ្វីហើយលោកយាយខ្ញុំមង្គលការរបស់ឯងយាយមិនយល់ស្របទេថាម៉េចចង់ធ្វើជាចៅប្រសាររបស់យើងលើកលែងតែជាប់ការពិសារបស់យើងចង់ធ្វើជាចៅប្រសារយើងធ្វើដៃធ្វើមហូបមិនចាំបាច់ពូកែណាទេប៉ុន្តែយ៉ាងហោចណាស់ក៏មានមហូបប្រចាំប៉ុន្មានមុខដែរណាលោកយាយគេមិនអាចចេះធ្វើមហូបទេ
មនុស្សម្នាក់នេះបែរជាធ្វើឆ្ងាញ់ជាសន្តាគារផ្កាយ5ទៀនម្ហូបមួយមុខនេះរសជាតិធម្មតាទេយើងមិនជឿថាមិនអាចធ្វើបាបឯងបានទេចាស់ភាសារបស់យើងមិនត្រឹមតែចេះធ្វើម្ហូបនៅមានទេពកោសល្យល្អទៀនពេលដែលមេមានអារម្មណ៍មិនល្អអាចផ្ដោតតម្លៃនៃអារម្មណ៍ឲ្យគេសៀវប៉ៃអាចមានទេពកោសល្យអ្វីដែររំគួរតែចេះឲ្យមែនទេចប់ហើយលោកម្ចាស់ចិត្តផ្ទុះហើយលេខាលៀងលោកម្ចាស់សំខាន់អីដាក់ភ្លេងទៅបាទបាទបាទលោកយាយរបាំនេះតើលោកយាយពេញចិត្តឬអត់គួរសមពួកយើងទាំងពីរមិនអាចត្រូវសម្រាប់បំបត្តិមកទេមែនដែរទេពេលត្រឡប់ទៅវិញលោកកាចាំបាច់មិនចោលទៅភាពតាន់ភ្លុងរបស់លោកម្ចាស់គឺតើឲ្យនាងសួរតែម្នាក់គុណហេតុអីក៏ឯងជប់ហៅគេស្រែអាក្រក់ទៀតហើយខ្ញុំចាប់ព្រឹងមុននេះគឺលោកយាយគិតច្រើនពេកហើយក្មេងម្នាក់នេះមើលទៅមានអំនួតយ៉ាងនេះបើជាអាចឡើងលៀងដៃធ្វើម្ហូបបន្ទាបខ្លួនរំរបាំបែបនេះនិយាយជាថាគេពិតជាស្រឡាញ់ឯងខ្លាំងណាស់អត់ទេលោកយាយខ្លួនប្រាណរបស់អ្នកនាងស៊ូគឺជាមនុស្សលោកពេលដែលផ្សំធាតុនោះគឺរងការវាយប្រហារយ៉ាងខ្លាំងបើសិនជាធ្ងន់ធ្ងរប្រកាសជាអាចនឹងស្លាប់ណាពួកឯងពេលណាធ្វើពិធីមង្គលការទៅដល់ពេលនោះលោកយាយជូនកដោធំមួយឲ្យឯងណាមង្គលគេជាបេសាញប្រហែលជាមិនចូលចិត្តមង្គលការរបស់មនុស្សលោកទេណាស់ចាអាចទៅពួកយើងនៅជាមួយគ្នាក៏បានហើយលោកម្ចាស់ឥឡូវនេះលោកនៅសល់តែក្បាល5ប៉ុណ្ណោះមិនអាចពជាពេលទៀតទេត្រូវតែប្រញាប់ឡើងលេខាលាវខ្ញុំចង់ផ្ដល់ពិធីមង្គលការមួយឲ្យទៅគេណាលោកឆាប់ទៅរៀបចំទៅបាទលោកម្ចាស់ចង់ធ្វើជាមួយនឹងនាងស៊ូបើតាមវិន័យរបស់អ្នកដឹកនាំពួកគឺមានតែមេពួកខ្ពស់ជាងគេទើបអាចរៀបការជាមួយលោកម្ចាស់បានប៉ុន្តែគេជំនួសលោកម្នាក់លេខាលាវឆាប់ទៅរៀបចំទៅបាទថ្នាំអោមតៈញ៉ាំឲ្យអរិសាសម្រស់មិនចាស់អង្កំគ្មានជំងឺបើពាក់វាហើយជំងឺប្រកាសជាគ្មានទេហើយខ្សែកពោះនេះក៏រឹតតែអំណាចខ្លាំងក្លាក្នុងគ្រួសារពោះទៀតពួកយើងខំមកពីឆ្ងាយនៅមិនទាន់ដឹងថាមេពួកដែលលោកចង់រៀបការជាមួយនឹងគឺជាអ្នកណាឲ្យប្រកាសផងពួកអ្នកទៀតទាំងអស់នេះគឺគួរតែសម្រាប់ចោលពិតមែនយើងគឺជាមេពួកទាំងមូលមកពីកន្លែងដូនតាបែរជាមិនយកកម្រាលព្រមមកទទួលយើងកូនស្រីឆ្លាតចាំពេលខ្លាចតែជាមេពួកហើយចាំចាត់ការកំយិតពេលដែរទ្រព្យទាំង3របស់គ្រួសារពួងគឺសត្វតាជាមនាការដែលលោកម្ចាស់ឲ្យមកខ្ញុំតាមពិតមេពស់គឺនៅនាងអ៊ិនជីនៅដីដូនតាសោះកូននេះតាំងពីតូចត្រូវបានទទួលស្គាល់ថាជាមនុស្សដែលស័ក្តិសមធ្វើជាមេពស់ជាងគេនាងអ៊ិនជីធ្វើជាមេពួងពិតជាស័ក្តិសមខ្លាំងណាស់សូមគោរពលោកម្ចាស់ក្រោយឡើងមកយើងនឹងឃុំខ្លួនកន្លះថ្ងៃរឿងរៀបការនោះប្រគល់ឲ្យពួកឯងចំណារៀបចំហើយនឹងមានទៀតការពារមេពស់ឲ្យបានល្អលោកម្ចាស់ទុកចិត្តចុះខ្ញុំនឹងចាត់ការនៅទីនេះបានល្អចាំពេលដែលលោកម្ចាស់ចេញមកវិញហើយចាំធ្វើពិធីមង្គលការតែនាងជាអ្នកណាទៅទីនេះមិនមែនជាកន្លែងដែលមនុស្សលោកដូចជានាងអាចមកបាននោះទេខ្ញុំគេឆាប់ចេញទៅនាងគ្រាន់តែជាមនុស្សលោកថ្នាក់ទាមមិននឹងអាចស័ក្តិសមចូលរួមពិធីមង្គលការរបស់ខ្ញុំជាមួយនឹងលោកម្ចាស់ទេពិតជាចង្រៃមែនថ្លាមធំនាងគ្រាន់តែជាអ្នកបម្រើម្នាក់មិនហ៊ានប៉ះពាល់របស់យើងទេ
នេះជារបស់នាងប្រកាសជាអញ្ចឹងទាំងនាងគឺសត្វតែលោកម្ចាស់ត្រៀមដើម្បីរៀបពិធីមង្គលការជាមួយនឹងយើងតែនាងប្រកាសអត់ថាលោកម្ចាស់ត្រូវរៀបការជាមួយគឺជានាងអត់ប្រចាំលោកម្ចាស់មិនរៀបការជាមួយនឹងយើងរៀបការជាមួយនឹងមនុស្សលោកដែលថោកទាបដូចជានាងមែនទេត្រៃហើយសំអាងលើនាងគ្រាន់តែជាមនុស្សលោកតែប៉ុណ្ណឹងគឺពិតជាមិនចាអៀនខ្មាំហ៊ីនមើលច្បាស់ទេខ្ញុំគឺជាភរិយាស្របច្បាប់របស់ប៉ាយសិង្ហជាងអេតាស៊ីវេគ្រាន់តែជាលិខិតខ្លាំងៗមួយសោះសម្ដែងធ្វើអ្វីទេចាំមើលចាប់គេទៅប្រដៅឲ្យបានល្អទេឲ្យគេបានដឹងថាច្បាប់ពីវិន័យគ្រួសារពោះរបស់យើងនាងលែកខ្ញុំទេនាងឃើញប៉ះពាល់យើងប្រាប់នាងប៉ាសិង្ហជានឹងមិនអាចដឹកលែងនាងនោះទេនៅហ៊ានមករឹងទៀនថ្ងៃនេះយើងនឹងអាចនាងដឹងពីគំនិតមនុស្សលងជាមួយនឹងនារីថ្លៃថ្នូរនៅគ្រួសារពោះរបស់យើងអ្នកនាងអេនជីឈប់វាយទៅបើសិនជាវាយទៀតនឹងត្រូវស្លាប់ហើយអ្នកណាអត់ភាពក្លាហាននាងប៉ះពាល់ដល់គេប៉ាសិង្ហជាលោកម្ចាស់ខ្ញុំខុសហើយតែវិន័យរបស់គ្រួសារពួងធ្វើខុសលើមេពួងគឺធ្វើខុសដល់ថ្នាក់លើគួរតែវិន័យយ៉ាងម៉េចប្រកាសជាត្រូវវាយ1000រំពាន់ហើយដល់វិទមន្តចោលហើយលោកម្ចាស់មិននេះគេបានធ្វើខុសលើខ្ញុំថ្ងៃនេះខ្ញុំនឹងវាយមនុស្សលោកនេះឲ្យស្លាញ់លោកម្ចាស់យើងច្រឡំហើយលោកម្ចាស់តែអេនជីធ្វើខុសអីទៅធ្វើខុសលើមេពោះវាយ1000រំពាន់ហើយដកវេទមន្តចោលគឺនិយាយដល់ខ្លួនឯងទេពួកឯងស្រាយបាច់ច្បាស់ស៊ុំម៉ែម៉ែទៅជាភរិយាម្នាក់របស់ប៉ាយស៊ីជាយើងមេពោះតែមួយរបស់គ្រួសារពោះបើសិនអ្នកណាហ៊ានប៉ះពាល់ទៀតគឺជាសត្រូវនឹងយើងហើយដូច្នេះត្រូវតែគោរពនាងផងចូលមកតែអរគុណហើយចាប់ពីពេលនេះទៅអូនមិនត្រឹមតែជាភរិយារបស់បងទេឬតែមេពោះតែមួយគាត់របស់គ្រួសារពោះទេសូមគោរពមេម្ចាស់ពោះមេពោះមានគុណធម៌មានសិលធម៌ខ្ពស់សូមគោរពគ្រួសារពោះអត់ទេនេះមិនមែនជាការប៉ັດទេដាក់ទណ្ឌកម្មទៅលោកម្ចាស់អ្នកនាងមេពោះឥឡូវនេះកម្លាំងធាតុរបស់លោកម្ចាស់គឺបានស្រកចុះធ្ងន់ណាស់គឺនៅសល់តែក្បាល4ប៉ុណ្ណោះមានតែអ្នកនាងទេដែលអាចជួយគាត់បានមិនបានជួយគាត់បានប្រាប់ខ្ញុំចេញតែខ្ញុំគួរធ្វើយ៉ាងម៉េចទេខ្លួនប្រាណរបស់អ្នកនាងគឺពិសេសមានតែធាតុផ្សំជាមួយអ្នកនាងលោកម្ចាស់ទើបអាចមានកម្លាំងទាំងអស់មកវិញបាន
ប៉ាសិនជីនយប់នេះផ្ដល់ជាអូនអ្នកបញ្ចេញសកម្មភាពមុនទៅចាខ្លួនប្រាណរបស់អ្នកនាងស៊ូគឺជារបស់លោកពេលដែលសំធៀបគ្នាដើម្បីខ្សែសន្យានោះហើយដោយសារតែមិនអាចស៊ូទ្រាំជាមួយនឹងកម្លាំងធាតុត្រូវការវាយប្រហារយ៉ាងខ្លាំងបើសិនជាធ្ងន់ធ្ងរនឹងស្លាប់សូមកប្រាណគឺអូនស្អាតមិនគ្រប់គ្រាន់មែនដែរទេពាក់វាតាលោកម្ចាស់ពិតជាគួរឲ្យណាត់ខ្លាំងមែនចេះស្ដាយពីចង់អាប់ថាប់គ្នាជាមួយអ្នកនាងស៊ូបើជាត្រូវត្រង់ទៀត លោកម្ចាស់កម្លាំងធាតុរបស់លោកឥឡូវនេះនៅសល់តែក្បាល3តែប៉ុណ្ណោះបាត់មកឆាប់ទៅសារជឿថ្នាំដែលមិនប៉ះពាល់ដល់គេទៅលោកម្ចាស់ថ្នាំមិនសាមិនដែលធ្លាប់លឺនឹងឃើញពីមុនមកទេខ្ញុំមិននឹងឲ្យយើងគ្រាន់តែចង់នាងស្លាប់បើមិនចឹងទេយើងនឹងឲ្យឯងកំដរស្លាប់ជាមួយនាងបាទខ្ញុំនឹងធ្វើឥឡូវនេះភ្លាមម៉ែចាំមើលលើកនេះនឹងចាត់ការបងឲ្យបានអូនស្អាតដែរទេប៉ាសិនជីនបងស្អាតអូនមែនទេ មិនមែនទេបងអូនធ្វើនេះក៏ដើម្បីព្យាបាលឲ្យបងស្អាតអូនសូមឲ្យតែខ្លួនឯងព្យាបាលក៏មិនបានដែរភរិយាបងស្រស់ស្អាតយ៉ាងនេះមិននឹងអាចធ្វើបានទៅបងគឺជាពស់បងខ្លាចសការរបស់បងអាចធ្វើឲ្យអូនរបួសប៉ាត់មែននេះត្រូវហើយថ្ងៃស្អែកនឹងឲ្យគេនាំអូនទៅត្រាំទឹកនៅកន្លែងដូនតាពេលដែលត្រាំរួចហើយគឺអាចមានភាពវ័យក្មេងរហូតហើយគ្មានពើណាអាចចូលបានទេនេះម្ចាស់នៅក្នុងនេះមានកំណត់ដ៏ល្អៗជាច្រើនពីធម្មជាតិអាចជួយជំនួយខាងក្នុងរបស់អ្នកនាងបានប៉ុន្តែបើចាប់ផ្ដើមហើយគឺមិនអាចបញ្ឈប់បាននោះទេសំណាងហើយនៅទីនេះបានដាក់ខ្សែខិនមិនអាចឲ្យមានអ្នកណាមករំខានបានមេពួងលោកម្ចាស់ពិតជាល្អចំពោះអ្នកនាងខ្លាំងណាស់ដើម្បីនៅជាមួយអ្នកនាងយូរអង្វែងគឺមិនខ្វះពីអ្វីទាំងអស់អញ្ចឹងគាត់ជាមួយនឹងខ្ញុំនៅមិនការផ្សំថ្នាំបន្សាបនេះយ៉ាងម៉េចទៅហើយលោកម្ចាស់ដើម្បីផ្សំថ្នាំការពារជីវិតឲ្យពស់ពេលដែលស្រែសន្យានោះគឺបានប្រើប្រាស់ថ្នាំដែលមានតម្លៃជាច្រើននេះដើមឡើយគឺជាទង្វើដែលខុសពីធម្មជាតិលោកម្ចាស់សូមលោកម្ចាស់ចាំបន្តិចសិនទៅអាចឆាប់ឡើងទៅបាទបាយសិនជិនពេលស្លាប់របស់ឯងបានមកដល់ហើយបាយសិនជិនពេលស្លាប់របស់ឯងមកដល់ហើយបែរទៅឆាប់មកការពារលោកម្ចាស់ភ្លាមបងប្រុសល្អរបស់ខ្ញុំខានជប់គ្នារាប់ពាន់ឆ្នាំឥឡូវនេះពួកក្បាល9អសល់តែក្បាល3ហើយគាត់ជន់ឆ្លៀតពេលនេះដែលបងឈឺរងទុក្ខវេទនាដូច្នេះជីវិតរបស់បងស្លាប់ទៅលោកម្ចាស់ឥឡូវនេះខ្ញុំមានកម្លាំងធាតុក្បាល8បើមិនអាចវាយឈ្នះខ្ញុំទេបងមើលរូបរាងទង់ខ្សែរបស់បងពេលនេះទៅនៅមានសាច់ឈាមជាសត្វទេពបុរាណមកពីណាទៀតពាន់ឆ្នាំមុនគឺមានតែបន្ទោសសំណាងឲ្យដែលយកប្រមាថពស់ដែលមានសំណាងជាងគេប្រកល់ឲ្យបងបើមិនអញ្ចឹងទេយកប្រមាថពស់មកឲ្យខ្ញុំមកដើម្បីឲ្យខ្ញុំដឹកនាំគ្រួសារពស់ទៅរកភាពរុងរឿងនឹងគេឯងមានចរិតអន់ខុសខើគ្មានព្រំដែនធ្វើបាបជីវិតក៏ចង់ដឹកនាំគ្រួសារពស់ហ៎ហេនៅមាត់រឹងទៀតហ៎ឲ្យតែបងប្រកល់ប្រមាថចេញមកខ្ញុំនឹងលើកលែងឲ្យបងជាសំខាន់សម័យទៅបើអញ្ចឹងបងតែស្លាប់ទៅមិនបានទេខ្ញុំត្រូវតែប្រញាប់ទៅប្រាប់មេពស់មានតែគាត់ទេដែលអាចបង្កើតកម្លាំងធាតុឲ្យលោកម្ចាស់បើមិនអញ្ចឹងទេមិនអាចវាយឈ្នះគេបានទេតែមានរឿងអីទេអារម្មណ៍ខ្ញុំដូចជាមិនស្ងប់ស្ងាត់ដូចជាមានមនុស្សម្រមេពស់លោកម្ចាស់និយាយថានៅពេលដែលមេពស់ត្រាំទឹកណាក៏មិនអាចខាត់បានដែរគេមានរឿងថាមែនទេអាខ្ញុំចេញទេមិនមែនទោះបីជាមេធ្លាក់ក៏ត្រូវតែត្រាំទឹកដែរលោកម្ចាស់ឆាប់ទៅចង់រត់វាមិនងាយស្រួលបែបហ្នឹងទេចិត្តខ្ញុំមិនស្រួលទេប្រកាសជាប៉ាសិជាមានរឿងអ្វីហើយអ្នកណាសុទ្ធទឹកចិត្ត
លោកម្ចាស់មានគ្រោះថ្នាក់ត្រូវតែមេពស់ប្រញាប់ត្រឡប់មកវិញអខ្ញុំចេញទេមេពួងម៉ែបងប្រហែលជាលែងបានជប់អូនទៀតហើយលោកគ្រូតើខ្ញុំគួរធ្វើយ៉ាងម៉េចទេមេពស់លោកម្ចាស់ថើបជាមួយនឹងអ្នកនាងគឺអាចទទួលបានកម្លាំងភាពបណ្ដោះអាសន្នកម្លាំងធាតុរបស់គាត់បែរជាត្រឡប់មកវិញហើយមនុស្សស្រីម្នាក់នេះធ្វើឲ្យខូចផែនការរបស់យើងអស់រលីងប្រាសារអាននៅខ្វះបន្តិចទៀតបងនៅអានអារម្មណ៍ទី6អូនគឺចិត្តខ្លាំងនេះគឺបានដឹងថាបងមានគ្រោះថ្នាក់ជាម៉េចនោះមិនមែនអាសាតែពួកយើងគ្មានស្នាមរួមគ្នាទេដើម្បីទៅជួយបងអូនមិនដឹងថាបងបាត់បង់អ្វីដែរទេមិនអាចមានចិត្តពលចោលបានអាយុយឺនគឺពិតជាមានភាពតាក់ទាញបាត់នេះក៏ប៉ុន្តែរបស់ទាំងអស់នេះគឺសត្វតែមិនសំខាន់ដូចបងទីចាស់ហើយនៅពេលដែលអូនស្លាប់បានរៀបការជាមួយនឹងបិសាចពោះទៅគឺបានហើយបងគឺជាសត្វទេពបុរាណគឺមានជោគបាយច្រើនណាស់ដែលអាចឲ្យអូនមានអាយុវែងលោកម្ចាស់ថ្នាំអាសាពើដែលត្រៀមឲ្យមេពស់នោះក៏បានសម្រេចហើយល្អខ្លាំងណាស់ជាមួយនឹងម៉ែទីបំផុតអាចនៅជាមួយគ្នាបានហើយថ្នាំមួយនេះគឺជាថ្នាំដែលល្អឬក៏ជាថ្នាំយកជីវិតទៅខ្ញុំនឹងចាំមើលលក្ខខណ្ឌបងចេញទៅមកផ្លេតសិនអូនចាំបងត្រឡប់មកវិញណាអេនជីគេរកខ្ញុំមានរឿងអ្វីទេឥឡូវអបអសាទរនាងស៊ូទីបំផុតនាងត្រូវស្លាប់ហើយខ្ញុំមកទៅ1000រំពាន់នៅតែមិនទាន់ឲ្យនាងបង្កើតការចង់ចាប់មែននាងពេលនេះគ្រាន់តែបង្ហាញអំណាចជាមេពួងនាងនឹងមកចាប់បានផ្សំគ្នាឲ្យមែនដែរទេអញ្ចឹងនាងគឺត្រូវតែស្លាប់តើនាងមានន័យយ៉ាងម៉េចហើយយ៉េស្មានតែលោកម្ចាស់ឆ្លៃនាងពិតប្រាកដមែននេះតាមពិតទៅគឺគ្រាន់តែជាថ្នាំជួយបន្តជីវិតឲ្យគាត់តែប៉ុណ្ណឹងឲ្យតែផ្សំថ្នាំទៀនគឺនាងនឹងត្រូវស្លាប់មិនអាចត្រូវទេអ្វីដែលនាងនិយាយគឺខ្លាំងខ្លាំងគឺនាងនឹងត្រូវស្លាប់មិនអាចត្រូវទេអ្វីដែលនាងនិយាយគឺខ្លាំងខ្លាំងស្នាមរួមគ្នារបស់គ្រួសារពោះគឺនៅលើដៃរបស់នាងហើយបើមិនជានាងមើលខ្លួនឯងទេអីខ្ញុំមានស្នាមដូចជាលោកមួយមើលទេភ្នោគឺបានទិញឲ្យនាងរួចហើយម៉ែបងត្រឡប់មកវិញហើយម៉ែបងផឹកថ្នាំអាសារួចហើយអូនមិនអាចដោយសារតែស្រ័យសន្យាហើយរងគ្រោះទៀតទេលើកនេះដល់វេនរបស់បងហើយប៉ាសិនជីនមកធ្លាប់បាក់អូនឬអន់ប៉ាសិនជីនលោកស្រឡាញ់ខ្ញុំមែនទេស ត្វទេពបុរាណមិនងាយរង្គើចិត្តបែបនេះទេ
គឺបងពិតជាធ្លាប់បានកុហកអូនមែនហើយប៉ុន្តែបងបានមានអារម្មណ៍ចំពោះអូនទៅហើយជប់ភ្លាមខ្ញុំរងាខ្លាំងណាស់ខ្ញុំខ្លាចពួកឯងស្រាប់តែច្បាស់ស៊ុំមែមទៅជាភរិយាតែមួយគត់របស់ប៉ៃសិនជិនជាងជាពោះតែមួយគត់របស់គ្រួសារពោះមែនក្រែអូនពីមុនមិនមែនស្មានតែបងខ្ពើមអូនទេមែនទេតាមការពិតទៅបងប្រាប់អូនណែមែនកុំអភ័យបងណែមែនអូនកុំអភ័យបងណាមែនឆាប់មកជួយគេផងទៅណែលោកម្ចាស់មេពោះគាត់យ៉ាងម៉េចទៅហើយមិនដឹងនិយាយយ៉ាងម៉េចទេមិនអីទេតាមមែនទេហ៎មានមនុស្សបដូរថ្នាំបន្សាបរបស់ខ្ញុំគឺចិនជីហ៎លោកម្ចាស់មេពោះណែខ្លាចតែឯងមានយ៉ាងម៉េចហ្នឹងខ្ញុំមិនអាចធ្វើអ្វីបានដែរអូនប្រកាសជាអាចជួយបានទៀតលោកម្ចាស់លោកអាចស្រ័យសន្យាបានហើយកម្លាំងធាតុមកវិញហើយកុំសោកសៅខ្លាំងពេកធ្វើឲ្យប៉ះពាល់ដល់សុខភាពលោកម្ចាស់មេពោះលេងមានដង្ហើមហើយបើសិនជាលោកនៅតែបន្តបញ្ចុះកម្លាំងធាតុទៀតខ្លាចតែសំបីតែសពក៏មានដែរហ៎មែនណែលោកម្ចាស់នាងហ៊ានធ្វើបាបប្រពន្ធរបស់យើងផងតើមិនដែរទេហ៎មនុស្សស្រីដែលលោកស្រឡាញ់បានស្លាប់ទៅហើយសប្បាយចិត្តដែរទេហ៎ខ្ញុំមិនអាចយកបានគេជាមនុស្សលោកតែមិនអាចយកបានចិនអ៊ីមានកំណត់អាក្រក់ចំពោះមេពោះបានខ្លាចតែជាពោះធម្មតាជាងគេហើយដាក់ចូលទៅក្នុងគុកជ្រៅមិនអាចចេញមកបានជារឿងរហូតលែងខ្ញុំទេខ្ញុំមិនគួរបែបនេះនោះទេប៉ៃស៊ីជីនមិនបានជាមិនចាត់ទុកថារស់នៅក្នុងឋាននរកដែរទេប៉ៃស៊ីជីនខ្ញុំសាប់លោកខ្លាំងណាស់ប៉ៃស៊ីជីនខ្ញុំសាប់លោកលោកមិនចេះបងស្រីសួរពិតជាមិនអាចត្រឡប់មកវិញបានមែនទេការសន្យារួមគ្នារបស់ពោះបើសិនជាភ្ជាប់ហើយដៃគូទាំងពីរនឹងមានអារម្មណ៍ស្លាប់រស់ជាមួយគ្នាប៉ៃស៊ីជីនលោកគឺស្រឡាញ់ខ្ញុំមែនទេស ត្វទេពបុរាណគឺមិនងាយនឹងគេចិត្តបែបនេះទេលោកមានស្នាមដូចគ្នាជាមួយនឹងខ្ញុំគឺបានដឹងតាំងពីជាមហាថាលោកមានគ្រោះថ្នាក់នេះមិនមែនដោយសារតែយើងមានស្នាមរបួសរួមគ្នាទេណែប្រសាបន្តិចអញនៅខ្វះបន្តិចទៀតខ្ញុំនៅសង្ឃឹមថាលោកពូក្បាល9នឹងបានឆាប់ជាសះស្បើយហើយរស់នៅសប្បាយចិត្តនៅក្នុងពិភពមនុស្សលោកប៉ាសិនជីនបងធ្លាប់បានបោកអូនឬអញបងពិតជាធ្លាប់បានបោកអូនពិតមែនល្អខ្លាំងណាស់ពើស៊ីកាយចងចាំបានចូលទៅក្នុងខួរក្បាលរបស់គេហើយគុយរបស់គ្រូបៃសៃមិនធម្មតាទេស្មានមកដល់ថាអាចរក្សាកម្លាំងធាតុការពាររបស់នាងទៀតមិនចាំបាច់ចំណាយកម្លាំងរបស់ខ្ញុំដើម្បីប្រោសសាកសពរបស់នាងដែរតើ
លោកជាអ្នកណាទេ ខ្ញុំជាជំនួយការរបស់នាងតើនាងនឹងចាំថានាងជាអ្នកការពារដែរទេ ខ្ញុំគឺជាគ្រូចាប់បៃសាញ់ខ្ញុំចង់សម្លាប់ប៉ៃសិនជីន ពើសិកាចងចាំនេះពិតជាមានប្រយោជន៍ពិតមែនហើយមិនត្រឹមតែកុហកឆ្ងាយចងចាំរបស់គេជាមួយនឹងប៉ៃសិនជិនទាំងអស់ទេថែមទាំងសម្រាប់ប៉ៃសិនជិននៅចិត្តមុនដាក់ចូលទៅក្នុងអារម្មណ៍របស់គេទៀតមិនអន់ទេប៉ៃសិនជិនគឺជាអ្នកដឹកនាំរបស់គ្រួសារពោះគឺបានស្លាប់ជីវិតអស់ច្រើនណាស់ក្នុងនាមជាគ្រូបិសាចសម្រាប់គេគឺជាកាតព្វកិច្ចនាងមានគុណធម៌បែបនេះក៏មិនខានឲ្យខ្ញុំជួយនាង គឺ ដែរ លោកជាអ្នកជួយខ្ញុំ ខ្ញុំក៏ត្រូវសម្រាប់ប៉ៃសិនជិនដែរអញ្ចឹងហើយពួកយើងរំលែកគ្នាមិនត្រឹមត្រូវទេមែនទេគ្រូបិសាច ពិភពលោកមួយនេះហេតុអីមានអារម្មណ៍ថាប្រហាក់ប្រហែលដូចជាផ្លាច់ផ្លាញ់អញ្ចឹង បងប្រុសរបស់ខ្ញុំឲ្យពួកបងសម្រាប់គ្នាទៅវិញទៅមកគឺដូចជាប៉ុនឆ្នាំមុនអញ្ចឹងគឺគួរឲ្យចាប់អារម្មណ៍មែនទែនបាយមកខ្ញុំដឹងពីដង្ហើមរបស់ម៉ែម៉ែគេនៅរស់នៅឡើយទេមិនតស្លាប់ទេ អារម្មណ៍តាមប្រាប់របស់លោកម្ចាស់គឺពូកែជាងគេនៅលើលើអាចដឹងពីដង្ហើមនៅប៉ុនយើងប្រកាសជាមិនអាចខុសនោះទេ លោកម្ចាស់សាកសពរបស់ម៉ែពោះបានបាត់ហើយដង្ហើមគេខ្សោយណាស់គឺមនុស្សពីមុនទេប្រកាសជាគេហើយឆាប់មកចាត់មនុស្សទាំងអស់ឆាប់ទៅរកគេទៅម៉ែម៉ែសុំទោសម៉ែម៉ែសុំទោសដែលបងមិនអាចការពារអូនបានល្អម៉ែម៉ែបងសុំទោសបងសុំទោសផងចុះណាសុំទោសនេះជាកម្រិតរបស់គ្រូចាប់បៃសាចឲ្យតែនាងចាក់ចំកន្លែងពីទឹករបស់ស៊ីប៉ៃជិនចាក់7ដងគេប្រកាសជាស្លាប់ជាមិនខាននាងគួរតែចាក់ទៅសុំទោសអូនអធិស្ឋានបងផងបងមិនគួរលាក់បាំងជាមួយនឹងអូនទេម៉ែម៉ែមួយពីរ3ចាក់បន្តទៀតទៅទិដ្ឋភាពនៅប៉ុនឆ្នាំមុននឹងកាត់ឡើងម្ដងទៀតជាមិនខានទេលោកម្ចាស់មិនឲ្យប៉ះពាល់គេទេមិនអាចធ្វើបាបគេទេភាពខំប៉ះគេ បៃសិនជីន មេពួកត្រូវបានពើស៊ីការចងចាំនៅក្នុងខួរក្បាលគឺនៅសល់តែការចងចាំដែលសម្រាប់លោកទេពើនេះហើយគឺមនុស្សម្នាក់ៗសុទ្ធតែទទួលការឈឺចាប់លើកលែងតើនិយាយមកគួរស្រែកយ៉ាងម៉េចលើកលែងតែសម្រាប់លោកតែម្ដងហើយអាចដាក់ចុះនៅគំនុំក្នុងចិត្តបាត់ប៉ុនឆ្នាំមុនមិនដឹងថាហេតុអីបានជាអូនចង់សម្រាប់បងទេប៉ុន្តែបើសិនជានេះជាគំនុំនៅក្នុងចិត្តអូនអញ្ចឹងប្រាប់បងដើម្បីមិនសាបពើឲ្យអូនទៅលោកម្ចាស់ដើម្បីមនុស្សក្នុងគ្រួសារលោកមិនអាចស្លាប់ទេប្រកាសជាមានមជ្ឈបាយផ្សេងទៀតលោកម្ចាស់បើសិនជាលោកម្ចាស់ស្លាប់ហើយបងស្រីសូមមានការចងចាំឡើងវិញក៏មិនអាចសប្បាយចិត្តបានដែរបើមិនអញ្ចឹងទេពួកយើងប្រាប់ជោគបាយដែលល្ងងជាងគេទៅទិដ្ឋភាពនៅជុំវិញម្ដងទៀតប្រហែលជាអាចជំនួយការចងចាំឡើងវិញ
សុំមែវពិតជាដូចនិយាយពិតមែនហើយមានតែអ្នកនៅក្នុងនាមជាគ្រូចាប់បិសាចរស់ឡើងវិញទេទើបឯងរកឃើញប្រអប់មួយនេះនេះជាវត្ថុទើបដែលអាចសម្រាប់ពួកក្បាល9បានស្មានដល់ពិតមែនល្អខ្លាំងណាស់មកប្រុសប្រអប់ដែលបន្សល់ទុកក្រោយស្លាប់ប៉ុនឆ្នាំនោះគឺដើម្បីសម្រាប់អនទាំងស្រុងតែម្ដងហើយសូមអូនប្រាប់មកតើកន្លែងណាដែលមិនប្រក្រតីនោះបាទព្រឹកសម្រាប់ប៉ាសិនជីន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 មិនហើយណែសម្រាប់ប៉ាសិនជីនសម្រាប់ប៉ាសិនជីនលោកម្ចាស់លោកគួរតែទៅបន្តិចទៅខ្ញុំមកចាត់មនុស្សឲ្យមើលពោះឲ្យបានល្អគេខាលាវជួយយើងរៀបចំពិធីលេងតំណែងឲ្យហើយទៅថាម៉េចសម្រាប់ប៉ាសិនជីនសម្រាប់ប៉ាសិនជីនពួកយើងបានប្រកាសដំណើររបស់ប៉ាយស៊ីហើយគឺបានជាប់អន្ទាក់ជាច្រើនកន្លែងទៀតគ្រាន់តែលោកត្រូវលះបង់ខ្លួនដើម្បីជួយការពារពោះដែរទេពេលដែលយើងស្លាប់ហើយនឹងយកប្រមាត់ពោះចេញមកហើយដល់ពេលនោះនឹងមានពោះក្បាល9ថ្មីដឹកនាំគ្រួសារពោះឲ្យបានយូរអង្វែងពួកឯងមិនចាំបាច់បារម្ភពីភាពថន់ថយរបស់យើងប៉ះពាល់ដល់គ្រួសារពោះទេប៉ាសិនជីនមកបានធ្វើឲ្យបាត់បង់អូនម្ដងហើយមកនឹងចង់ឲ្យអូនបាត់បង់ម្ដងទៀតមែនទេម៉ែអូនមានការចងចាំឡើងវិញហើយអូនបានចងចាំឡើងវិញអើយមិនត្រឹមតែចិត្តនេះមិនមែនចិត្តមុនទៀតអូនក៏នឹកឃើញដែរកន្លែងដែលមានបិសាចពូននោះគឺសុទ្ធតែត្រជាក់គួរតែទុកគេមួយរយៈទៀតដើម្បីចាប់គេនៅប៉ាតែមួយបានចាប់ខ្ញុំមកចាប់គេរហូតទោះបីជាគេជាបិសាចប៉ុន្តែខ្ញុំបានមើលគេយូរជាងនេះទៅហើយគេជាស្ដែងគេជាបិសាចមួយល្អទេមានបិសាចនឹងមនុស្សគឺមិនអាចនៅជាមួយនឹងគ្នាបាននោះទេមានបិសាចពោះរត់ទៅខាងនោះហើយអ្នកគ្នាឆាប់ទៅចាប់ទៅកុំឲ្យគេធ្វើបាបប្រជារាស្ត្រអីសោះណែនាងមិនបានជួបពោះមកក្បាលដែរទេគេរត់ទៅខាងនោះហើយឆាប់តាមភ្លាមអលឿនបិសាចពោះប៉ៃសិនជិនបានសម្រាប់មនុស្សនៅក្នុងភូមិចវាយទាំងអស់នាងក្នុងនាមជាគ្រូបិសាចការពារគេទៀតមានការយកច្រឡំមកវិញជាមិនខិនគេគឺជាបិសាចល្អម្នាក់ប្រកាសជាមិនអាចធ្វើរឿងបែបនេះជាមកបាត់ទេទៅពីចាចានទាំងនោះគឺជាការពិតហើយនាងក្នុងនាមជាគ្រូបិសាចទាំងមូលបែរជាឡងស្រឡាញ់បិសាចពោះព្រោះអ្នកចាប់បិសាចបន្តិចទៀតមកដល់ហើយលើកនេះបិសាចពោះម្នាក់នេះមិនត្រូវស្លាប់ជាសំខាន់តើស្លាប់តែបិសាចចឹងហើយជឿថាការសម្លាប់នៅក្នុងភូមិនោះប្រកាសជាលោកមិនមែនជាអ្នកធ្វើនោះទេប៉ុន្តែបើសិនជាខ្ញុំទុកលងពេលដែលពួកគេចាប់បិសាចឡំប៉ុនលោកប្រកាសជាមិនអាចមានឱកាសរស់នោះទេគឺមានតែធ្វើអញ្ចឹងតើអាចការពារជីវិតរបស់លោកប៉ាសិនជីនបន្តរស់នៅទៀតចឹងអញ្ចឹងហើយអូនសម្រាប់បងប្រុសតែបង្ខំពីមនុស្សតែមួយអូនបានខំបងប្រុសតែចង់ឲ្យបងរស់នៅបន្តទៀតហើយបើអញ្ចឹងពួកឯងស្លាប់ជាមួយគ្នាទៅបើអញ្ចឹងពួកឯងស្លាប់ជាមួយនឹងគ្នាទៅចិត្តនេះបងមិនអាចឲ្យអូនរងរបួសទៀតទេប៉ាសិនជីនវាយដឹងការពិតយ៉ាងម៉េចទៅ1000ឆ្នាំមុនគឺយើងបានខ្លាយបន្លំធ្វើជាអ្នកសម្រាប់ក្នុងភូមិសារព្រោះចំនួនឲ្យពួកឯងទាំងសងខាងមានរបួស
ហើយយើងនឹងយកប្រមាត់ពួកឯងនេះខ្លាយទៅជាពស់ក្បាល9ប៉ុន្តែនាងមានខួរក្បាលស្នេហានាងមិនអាចសម្លាប់គេនៅឃុំគេទៀតធ្វើឲ្យយើងមិនអាចយកប្រមាត់ពស់បានយើងរងចាំអស់1000ឆ្នាំជាងទៅហើយនាងគួរឲ្យស្លាប់ជាងគេគួរឲ្យស្ដាយ1000ឆ្នាំមុនពេលដែលនាងប្រើវិធីសាស្ត្រយំហើយនោះគឺបានបន្សល់ទុកបែរជាបន្សល់ទុកថ្នាំទឹកដែលអាចសម្លាប់ពស់9ក្បាលបាននេះគឺជាកំណត់មួយហើយយើងបានប្រើប្រាស់ឈាមរបស់សុមេមែលស្រាយយន់នេះរួចហើយឥឡូវនេះនៅតែបើកវាទេបាយសិនជិននឹងស្លាប់ជាមិនខានទេបងប្រុសល្អខ្ញុំលាសិនហើយណាបងប្រុសល្អបងប្រុសល្អលាសិនហើយហេតុអីទៅតាមពិតគឺបែបនេះសោះនាងបានខំបាយសេងជៀនគឺដើម្បីជួយគេមិនអាចបន្សល់ទុកវត្ថុទឹកឲ្យសម្លាប់គេទៅតាមពិតទៅវិធីសម្លាប់មួយនេះគឺដើម្បីខ្ញុំសោះនាងពិតជាថោកទាបខ្លាំងណាស់ប៉ានីនឯងគឺសាំងខ្លួនឯងទទួលខ្លួនឯងកាលពី1000ឆ្នាំមុនពេលដែលយើងបានខំប៉ាសេងជិននោះគឺគ្មានកម្លាំងសម្រាប់ឯងនោះទេគឺបានបន្សល់ទុកវត្ថុសម្រាប់មួយនេះគឺដើម្បីដឹកនាំឯងទៅរកផ្លូវស្លាប់ដោយខ្លួនឯងភរិយារបស់ខ្ញុំពិតជាឆ្លាតមែនអាប់មួយមែនប៉ាសេងជិនប៉ាសេងជិនប៉ាសេងជិនលោកគ្រូគាត់បាននិយាយហើយបងគឺដើម្បីទៅជួយអូនបានប្រើប្រាស់កម្លាំងធាតុទាំងអស់អញ្ចឹងហើយពេលនេះមិនតែខ្លាយទៅជាបែបនេះទេតែហើយខ្ញុំទៅលេខទី1ទៅដែលបានឃើញលោកម្ចាស់រូបរាងបែបនេះប៉ាសេងជីនលោកគ្រូគាត់បាននិយាយទៀតថាគាត់នៅក្នុងពុតរបស់អូនគឺជាពស់ក្បាល9ពីកំណែនគឺអាចនាំសំណាងឲ្យគ្រួសារពស់រងរៀងអញ្ចឹងបងនៅស្ងៀមចាស់ទុកឲ្យអូនស្រាវជ្រាវបានអស់សុំម៉ែអូនភ្លេចហើយមែនទេបងរាល់ថ្ងៃមានពេល2ម៉ោងក្នុងការប្រែរូបរាងក្នុងរយៈពេល2ម៉ោងនេះបងប្រកាសជាអាចឲ្យអូនស្វែងយល់ពីបងទាំងស្រុងបាន